rương đầm nạ ca tì môi cứ nhóm khoát cho xăm bà riêng bà bà hơi nhóm chọn ca quật mà rồi đọc bà liên đọc bà liên mà đàm rồi dạ bèl màn chám ông rồi dạ bèl pi pon đọc muối pi pon đọc muối ăn miên thế mà pon đọc muối trong toàn cao thế ông rồi hốt đó nắm pi pon mà phải mùi pi pon đọc muối đó pi pon mà phải mùi mà pon đọc mùi là hốt đó pi pon phải mùi thế mà pon đọc muối trong toàn cao thế ông pi pon đọc muối pi chào pi pon đọc muối đó đó pi pon mà phải mùi nè ông nói việc đọc năm mà tó đọc năm đi cất cất cả hơi nâng đớm tu tuốt khuôn cốt nhóm có mình ban đăng thà nhóm trong số ông thà đọc một liên ấy cả nâng ông vô mà đónឬông vô tràn đòn vô mà đòn còn tại nhóm trong số ông thà vô mà đòn ní đọc một liên ní cả nâng ấy ông kia son ra cho mỗi ông thà kia vô ca prạ phẩm màn bay phía rơi cả là phía rơi đó bay cho pram phía rồi nôm ná cả rịa pe đọc năm chắc không cho lọc pe đọc năm đấy ông miền bàn song ca kỳ tí bàn song về luôn độc lời luôn thế độc phương sống độc ấy song quật thưa ấy ông hơi mình bọc trâu vẫn độc ấy còn múa lục thơ trâu vẫn mùa song quật quật miết phun và thần yêu chẳng sợi cả lòng mà ông bàn bắt đầu ở của man nó ngụy năm vì đó nó ông ai mà năm tôi banประมาณ nó ngụy năm khi ông đăng chùm nôn sau khi ông pi bầm pel roi cà rong tấu bầm pel roi quật việc kết tới việc ประมาณ taun 7 taun đấy បាន 4 5 6 តោនដែរក្នុងមហត្តាទាំងអស់ប្រមាណហត្តា ខ្ញុំជួលស្រែគេខ្លះខ្ញុំធ្វើ6ហត្តា 6ហត្តាអ៊ំគិតទៅក្នុងមួយឆ្នាំទទួលផលផ្លែបានប្រមាណតោន មួយឆ្នាំតិចបំផុត600ការ៉ុក ប្រមាណតោន គិតទៅប្រមាណលោកខ្ញុំវាមិន បាន1ក្រុងប្រមាណគីឡូ បើប្រហែលជា10ក្រុងជាងហ្នឹងតោនមានស្រាលមានធ្ងន់ 600វាអាច5តោនទេ 600ការ៉ុងវា ដល់ទេ 600ការ៉ុងណា20តោនអ៊ំ 600ការ៉ុងបើបាការ៉ុងវា800វា80គីឡូវា10ការ៉ុងវា800 100វា8000 8តោនទេហ៎ជាង30តោនមួយឆ្នាំជាង30តោនណាប្រហែលប្រមាណតោនមើលអាញាធោប្រហែលប្រមាណឡើយ អូអញ្ចឹងវាបានប្រហែលជា30តោនក្នុងមួយឆ្នាំឥឡូវខ្ញុំគិតលេខមូលថា30ចុះក្នុងមួយឆ្នាំបាទអ៊ំបាទតទៀត ông cắt ở riêng rồiឆ្នាំ បាទ ប៉ុន្តែវាកាត់ប្រសាសន៍អ៊ំថារឿងថ្លឹងថ្លៃខាងយប់វាមិនបញ្ហាទេតែសំខាន់គឺចំនួនពិតប្រាកដតោះនេះអ៊ំបាទ អញ្ចឹងខ្ញុំចង់សួរអ៊ំសិនថារយៈពេល30ឆ្នាំនេះ10ឆ្នាំនេះក្នុងមួយឆ្នាំជាមធ្យមគឺ30តោនអញ្ចឹងឯងមិនដែលដាច់ទេ
អញ្ចឹង30តោននេះអ៊ំសម្រាប់អ៊ំមានបានទុកខ្លួនឯងខ្លះទេ មានបាន ឲ្យទៅទាំងអស់ សងទាំងអស់ប៉ុណ្ណឹងទេទុកហូបតែទូតែប៉ុណ្ណឹង នៅក្នុងតម្លៃក្នុងការកម្ចីលុយ17លាននេះអញ្ចឹងហី បាទខ្ញុំជ័យលុយ17លាន 17លានអ៊ំធ្វើស្រូវឲ្យបានឲ្យមួយឆ្នាំ30តោន បាទ ចុះឥឡូវមូលហេតុអីបានជាអ៊ំបានមកប្តឹងខ្ញុំនេះតើអ៊ំមិនសុខចិត្តរឿងអី មិនសុខចិត្តត្រង់ថាព្រោះខ្ញុំជាពាក្យចងការលុយដល់ទៅពេលគាត់ទូទាត់គាត់មកប្រាប់ខ្ញុំថាជាពាក្យខ្ញុំវា127លានប្រាក់កា ចុះគេមានបានយកស្រូវអ៊ំកាត់ជូនអ៊ំវិញទេសងអ៊ំទេ អត់រឿងស្រូវដែលយកមកអត់ដឹងថាបានប្រមាណប៉ុណ្ណេះ រឿងស្រូវដែលថ្លឹងទៅអត់បានគិតលុយទេ អត់បានគិតលុយ ចុះអ៊ំមានបានយកពូជយកជីពីគេទេ ពូជខ្ញុំទិញបន្តិចបន្តួចគាត់ថា4 5ការុងឲ្យគាត់យកធ្វើពូជ ប៉ុន្តែខ្ញុំសួរអ៊ំថានៅក្នុង30តោននេះតើម្ខាងទៀតមានបានចូលរួមចំណែកលើការចំណាយទៅលើថ្លៃដើមទេថ្លៃដើមដែលបាន30តោននេះអ៊ំចេញម្នាក់ឯងឬក៏គាត់បានជួយចេញដែរភ្ជួររាស់ពូជហើយនឹងជី បានអាជ្ញាធរជួយដឹងណាជួយចាំគ្នាបានឥឡូវថ្ងៃនេះអ៊ំមិនសុខចិត្តដោយសារមូលហេតុអីអ៊ំបញ្ជាក់ម្ដងទៀតឲ្យខ្ញុំ ដែលគាត់ទី បាទអ៊ំ ខ្ញុំអត់បាន បាទអញ្ចឹងចំពោះបញ្ហាស្រូវដែលដឹកទៅមិនបានធ្វើបញ្ជីឲ្យអ៊ំច្បាស់លាស់ទេ អត់ទេ ប៉ុន្តែអ្វីដែលធ្វើបញ្ជីមកអ៊ំវិញគឺបញ្ជាក់ពីថ្លៃការ បាទ បាទការរយៈពេល10ឆ្នាំហ្នឹងគេយកពីអ៊ំប្រមាណ 17លានគិតពីការមកសាក127លាន 127លានអញ្ចឹងឯអ៊ំ បាទ បាទហើយចុះថ្ងៃនេះអ៊ំមកហ្នឹងតើបំណងយ៉ាងម៉េចខ្លះ បំណងថាអយលោកគួយអីឧត្តមនឹងចុះខ្ញុំសួរអ៊ំថានៅពេលដែលអ៊ំបានយកលុយ17លាននេះអ៊ំបានដាក់ស្អីទៅខាងនេះមានដាក់អីទេ អត់មានដាក់អីផង ដាក់ដីដាក់ធ្លីអីឬក៏អត់ទេ អត់គឺតែនិយាយចងការ ចងការលិខិតស្នាមការពេលដែលអ៊ំទទួលលុយអ៊ំមានបានធ្វើឡើងទេមានទុកទេឯកសារចាស់ អត់មាន អត់មានទេ រក អ៊ំគ្រាន់តែនិយាយជាមាត់ថាអ៊ំត្រូវការលុយ17លានយកមកទិញនេះទិញនោះចឹងទៅ បាទ ហើយគិតការប្រាក់នៅក្នុងនឹង បាទ ហើយការប្រាក់ហ្នឹងអ៊ំឲ្យជាស្រូវកាត់ជាស្រូវច្រើនណាស់ណា30តោនមើលគិតជាមួយតោនវាមួយតោនមើលបើស្រូវ1000មួយតោនក៏វា1លានដែរហ៎ចិត្ត1លានចុះបើមួយខែមួយឆ្នាំ30លានវាលើសអា7 10លាននេះអញ្ចឹងខ្ញុំដាក់សញ្ញាសួរត្រូវសួរអ៊ំចុះហេតុអីក៏អត់មានអ្នកចេះគិតនៅក្នុងគ្រួសារអ៊ំឥឡូវអ៊ំអស់ហើយនៅមកខាងនេះម្ដងមើលយកមីក្រូមកមានមីក្រូទេដាក់មីក្រូឲ្យទៅបងខាងនោះមួយទៅយកទៅដូរសិនបើអត់ទាន់មានបងសួរថាប្អូនឈ្មោះអី ខ្ញុំវ៉ាកំយើង ហ៎ វ៉ាកំយើង វ៉ាកំលឿង ចាវ៉ាកំយើង វ៉ាកំយើង ចា ប្អូនបានឲ្យខ្ចីលុយទៅបានឲ្យលុយទៅលោកតាខ្ចី17លានមែនទេ លោកពូច្រើនណាស់មិនមែន17លានទេលោកពូព្រោះគាត់យកទិញគោយន្តដបងចា ប្រហែលមកប្រាប់បងសិន តែលោកពូខ្ញុំអត់ចាំទេយូរឆ្នាំដែរហើយ បងត្រូវការទូលេខពិតប្រាកដ អត់ចាំលោកពូហើយគាត់ក្រោយមកគាត់យកទិញម៉ាស៊ីនបោកទៀតហើយក្រោយមកគាត់យកទិញយកធ្វើផ្ទះទៀត ឥឡូវបងសួរឯងនៅក្នុងកិច្ចសន្យាទាំងពីរហ្នឹងតើមានលិខិតស្នាមនេះទេ ចា ពល លោកពូ ទទួល ដល់ពេលកិច្ចសន្យាហ្នឹងគាត់
លក់ដីឲ្យខ្ញុំដល់ពេលគិតចំនួនខ្ញុំគិតរាល់ឆ្នាំជាមួយគាត់ដល់ពេលចំនួនច្រើនពេកទៅគាត់ថាគាត់លក់ដីឲ្យខ្ញុំគាត់លក់ដីឲ្យខ្ញុំលោកពូចំនួន6កន្លែងទូទាត់ឲ្យគាត់លក់ដីឲ្យខ្ញុំ ប៉ុន្តែឥឡូវបងសួរថាលិខិតខ្ចីហ្នឹងលិខិតចងការហ្នឹងតើមានលិខិតស្នាមដែរឬក៏អត់ ពូគាត់នៅកាត់ទូទៅធម្មតា ពេលដែលគាត់តាគាត់មានប្រតិមេដៃទទួលទេ ខ្ញុំរស់ស៊ីអត់ដែរផ្ដិតមេដៃផងលោកពូដោយសារសុទ្ធតែចិត្តរាប់អានទៅមកអញ្ចឹងលោកពូការទំនុកចិត្តទៅមកអញ្ចឹងលោកពូ ឥឡូវគាត់បានខ្ចីលុយឯងច្រើននឹងប្រហែលមើលឯងប្រាប់មកមើល ច្រើនណាស់លោកពូគាត់ខ្ចីម្ដងមកដំណាក់កាលអញ្ចឹងលោកពូទិញគោយន្តទិញម៉ាស៊ីនបោកហើយគាត់ខ្ចីលុយទៅចាក់ដីឲ្យកូនគាត់ឈូសដីធ្វើផ្ទះឲ្យកូនគាត់ បងចង់ដឹងថាចំនួននោះវាប៉ុណ្ណាព្រោះបងមើលតម្លៃស្រូវរបស់គាត់នេះក្នុងមួយឆ្នាំបងអូនត្រូវទទួលពីគាត់30តោនបាទ ទាំងអស់សរុបទាំងអស់ជាង100លានពូ ជាង100លានហ្នឹងតើលិខិតស្នាមហ្នឹងតើមានអ្នកណាជាសាក្សីបងអូនទេ អត់មានផងពូតែខ្ញុំជាមួយគាត់ហ្នឹង ឥឡូវបងសួរឯងមួយម៉ាត់ណាបងសួរឯងមួយម៉ាត់ ចា រឿងនេះរវាងអ្នកខ្ចីនិងអ្នកឲ្យណា ចា អ្នកខ្ចីមិនឯកភាពជាមួយនឹងចំនួនលុយដែលអ្នកឲ្យថាឲ្យ ចា ណាអ្នកឲ្យថាចំនួនលុយឲ្យទៅច្រើនប៉ុន្តែគ្មានលិខិតស្នាមតើឲ្យបងត្រូវជឿពួកឯងយ៉ាងម៉េចឯងនិយាយមកមើលបងអូននិយាយជាមួយបងព្រះនៅលើក្បាល3ម៉ែត្រណា ចា ហើយចាំសម្ដីបងបើសិនជាលោកតាខាងនេះគាត់បានយកលុយរបស់បងអូនដែលជាតម្លៃញើសឈាមរបស់បងអូន ចា ណាគាត់នឹងទទួលបាន ចា នៅផលបាបកម្ម ចា ប៉ុន្តែចំពោះបងអូនបើគាត់មានសភាពអញ្ចឹងហើយបងអូនបែរជាយកលុយរបស់គាត់លុយទាំងអស់នោះដែលបងអូនយកទៅប្រើប្រាស់ឬក៏បងអូនយកទៅទុកលុយទាំងអស់នោះវាមិនមែនជាកសលផលបុណ្យទេជាផ្ទុះជាឈាម ចា ជាមេរោគដែលបងអូនសម្រាប់យកទៅបន្ទុកនៅក្នុងខ្លួនវាធ្វើឲ្យបងអូនរឹងរិតតែមានភាពមហន្តរាយបងអូនចាំណា ចាលោកពូចា ចាំ បើសិនជាបងអូនយកលុយនេះពិតប្រាកដរបស់បងអូនមែនអត់អីទេ ចាខ្ញុំយកលុយពិតប្រាកដ តែបើសិនជាបងអូនយកលុយនេះមិនមែនជាលុយរបស់បងអូនហើយគាត់ក្តៅក្រហាយគាត់មកប្តឹងបងនៅអ្វីពាក់ព័ន្ធនឹងទង្វើរបស់បងអូនមិនពិតប្រាកដជាមួយគាត់លុយទាំងអស់នោះគឺជាមេរោគជាអំពើបាបដែលបងអូនយកទៅអោបទុក ចា ចាំណា ចាលោកពូ ចាំ ចា អញ្ចឹងឥឡូវការងារនេះបងសួរឯងមើលឯងរនឹកមើលថាឯងថាច្រើនឯងថាច្រើនគាត់អ្នកយកគាត់ថាតិច ពូ ឥឡូវឲ្យបងថាម៉េចឥឡូវ ចា ឯងថាច្រើនប៉ុន្តែលិខិតស្នាមឯងអត់មានទេ ចាលោកពូ ខាងនេះគាត់ថាគាត់អត់បានទទួលព្រោះអត់មានស្នាមមេដៃគាត់ពិតប្រាកដឥឡូវឯងគិតយ៉ាងម៉េចមើលបងសួរ មិនមែនទេលោកពូចំនួនលុយហ្នឹងគាត់ទទួលពីខ្ញុំពិតប្រាកដ ទទួលស្អីខ្លះមើលបងសួ ចា រ ទទួលយកលុយទៅលោកពូ ឥឡូវមើលប្រាប់បងមើលថ្ងៃណាខ្លះយកនឹងនៅពេលណាខ្លះ ដល់ពេលទូទាត់គាត់លក់ដីឲ្យខ្ញុំហើយខ្ញុំអត់បានចាំទេលោកពូព្រោះលុយហ្នឹងទូទាត់ជាមួយគាត់ហើយគាត់បកគលដីឲ្យខ្ញុំហើយគាត់លក់ឲ្យខ្ញុំហើយលក់ផ្ដាច់ឲ្យខ្ញុំហើយតាំងពីឆ្នាំ2016ម៉េចដីហ្នឹងក៏លក់ឲ្យខ្ញុំហើយចំនួន6កន្លែង អ៊ំបានលក់ដីទៅឲ្យគេមែនទេយកមេក្រូឲ្យតាមមើលខ្ញុំចង់សួរអ៊ំមួយម៉ាត់ ខ្ញុំ បើសិនជាអ៊ំមិនបានធ្វើទង្វើនឹងការកម្ចីមែនតើហេតុអីក៏អ៊ំយល់ព្រមលក់ដីឲ្យគេ ដែលជំរាបលោកមួយឯកឧត្តមកាលដែលដីនេះស្រែនេះគាត់ទៅប្រាប់ខ្ញុំថាខ្ញុំជំពាក់គាត់127លានតើអ៊ំឯងបានស្អីសងខ្ញុំគាត់ថាគាត់យល់ស្រែហើយខ្ញុំជាចាស់ល្ងឹតផងអីផងហើយមិនដឹងទៅរយណាលុយយកមកសងគាត់ខ្ញុំអង្វរគាត់ថាសងលុយគាត់ថាមិនព្រមទេគាត់យកតែស្រែហើយទន្ទឹមនឹងការយកស្រែនេះគាត់ទៅបខំឲ្យខ្ញុំធ្វើលិខិតទេទៅឲ្យគាត់ខ្ញុំទៅហើយទៅទៀតសងទៅវិចបាយទៅចាំផ្ទះបរយទ្រាំបានគាត់បញ្យល់ខ្ញុំថាដីនេះទោះបីជាអ៊ំឯងលក់មកឲ្យខ្ញុំតម្លៃប៉ុណ្ណាខ្ញុំអ៊ំឯងមានលទ្ធភាពយកវិញខ្ញុំក៏គិតតម្លៃប៉ុណ្ណឹងដែរខ្ញុំដេកគិតប្រហែលថ្ងៃប្រហែលខែបើគាត់និយាយដល់ប៉ុណ្ណឹងវាជាការល្អបាត់ទៅហើយ
ជាការល្អហើយព្រោះបើលក់មហាតា5000នៅតែ5ប្រហែលឆ្នាំក៏នៅតែ5000ដែរខ្ញុំក៏ដេកគិតឃើញថាបើអញ្ចឹងឲ្យតែពាក្យពិតប្រកបខ្ញុំក៏យល់ព្រមថាទេទៅឲ្យគាត់ដែរហើយគាត់និយាយទៀតថាបើសិនណាជាដីនេះអ៊ំឯងលក់មកឲ្យខ្ញុំយើងអ៊ំឯងមិនបាច់ទៅធ្វើសម្បត្តិឯណាទេយើងធ្វើតែ2នាក់បើធ្វើដល់ស្រុកដល់ឃុំគឺវាអស់ភាគរយច្រើនអ៊ំឯងធ្វើតែ2នាក់នៅក្នុងផ្ទះពេលដែលធ្វើនោះគឺអង្គុយតែធ្វើនៅផ្ទះទេចំនួនសាច់ដីមួយកន្លែងអត់ដឹងប៉ុន្មានទេកាលខ្ញុំធ្វើអត់ទាន់ចុះចំនួនទេនៅក្នុងដែលសម្បត្តិទេសិទ្ធនោះអត់មានទាន់មានចំនួនកន្លះដីទេគាត់តែដាក់តែព្រំប្រទល់ខាងលិចទល់នៅនេះខាងជើងទល់នៅនោះខាងកើតទល់នៅនេះខាងត្បូងទល់នៅនោះតែប៉ុណ្្នឹងទេលោកអ៊ំប៉ុន្តែចំនួនសាច់ដីក្នុងមួយប្លង់គឺខ្ញុំអត់ទាន់បានដាក់ទេរហូតដល់គាត់ឆ្នាំ2021គាត់ទៅហៅខ្ញុំពោះដីថ្មីគាត់ហៅខ្ញុំទៅពោះដីខ្ញុំអត់បានទៅពោះទេខ្ញុំថាបើចង់ពោះដីសម្បត្តិផ្ទេរបស់ខ្ញុំទៅអោយគាត់យកអាសម្បត្តិចាស់ហ្នឹងសម្បត្តិដែលខ្ញុំធ្វើដោយដៃខ្ញុំហ្នឹងយកមកអោយខ្ញុំមើលបើខ្ញុំបានខ្ញុំទទួលពោះអោយដល់ពេលគាត់យកមកគាត់យកសម្បត្តិទៅអូសជាថ្មីសម្បត្តិអូសថ្មីចាំសិនឯងពីអ្នកត្រូវជាកូនមែនទេស្ដាប់ណាស្ដាប់សម្បត្តិនោះអូសថ្មីអាសម្បត្តិចាស់គាត់អត់យល់ទេសម្បត្តិដែលខ្ញុំធ្វើអោយនោះទេសិតអោយគាត់អត់យល់ទេឥឡូវខ្ញុំសុំស្លេះបន្តិចបងចង់សួរឯងចាតម្លៃថ្លៃការប្រាក់ហើយនឹងថ្លៃស្រូវរបស់គាត់មួយឆ្នាំជិត30តោននេះបងអូនមានបានទូទាត់អត់គាត់ទេលោកពូថ្លៃដែលស្រូវដែលគាត់បានឲ្យខ្ញុំហ្នឹងចំនួនក្នុងមួយឆ្នាំអត់ដល់30តោនទេលោកពូប្រហែលក្នុងមួយឆ្នាំចំនួនតែ20តោនទេ20តោនហើយគាត់យកជីខ្ញុំប្រេងខ្ញុំលុយចាយលុយធ្វើគោយន្តយកទាំងអស់ហើយលុយថ្នាំយកខ្ញុំទាំងអស់លោកពូឯងមានបានកត់ទេខ្ញុំកត់លោកពូអ៊ំមានបានយកពីគេមែនទេខ្ញុំបានយកទាំងពូជទៀតលោកពូទាំងពូជទៀតខ្ញុំភ្លេចពូជទាំងពូជទៀតលោកពូមិនមែនពូជ2 3ការុងដូចគាត់ថាទេពូជកសកម្មយកម្ដង20ការុងជាងម្ដង10ការុងម្ដង5ការុងម្ដង2ការុងយកទាំងអស់លោកពូពូជកសកម្មថ្លៃណាស់លោកពូពូជកសកម្មមកខ្ញុំមើលទៅការងារនេះអ៊ំហើយនឹងប្អូនស្រីមានមួយខូចមួយមិនត្រង់មិនដឹងប្អូនស្រីមិនដឹងឬក៏អ៊ំប៉ុន្តែមួយប្រកាសជាមិនត្រង់អ្វីដែលខ្ញុំចង់ដោះឲ្យខ្ញុំមិននិយាយរករឿងឈ្នះនឹងចាញ់ទេគឺខ្ញុំចង់និយាយថាអ្នកណាមានភាពពិតប្រាកដច្រើនជាងអ្នកណាទៀងត្រង់ជាងច្រើនជាងអ្នកណាអានេះខ្ញុំជម្រាបអញ្ចឹងចាលោកពូតែគ្រាន់តែបងប្រាប់ឯងណាបងប្រាប់ឯងថារបស់គេកុំចង់បានចាខ្ញុំអត់ចង់បានទេលោកពូបើទីប្អូនយករបស់គេណាប្អូនអត់សុខទេចាខ្ញុំរកស៊ីតែត្រឹមត្រូវលោកពូខ្ញុំអត់ចង់បានទេឥឡូវនេះបើបងគិតថានៅក្នុងមួយឆ្នាំវា20តោនបើសិនជាតាគាត់ថា30តោនបើតាមការវាយតម្លៃរបស់អាជ្ញាធរវាជិត30តោនបងគិតថាប្រហែលជា25ទៅចោះពី30បងរុញមកនៅ25តោនអញ្ចឹងបើរយៈពេល5ឆ្នាំវាស្មើនឹង250តោនរយៈពេល10ឆ្នាំវាស្មើនឹង250តោន250តោនវាស្មើនឹងប្រមាណលុយវា200ជាងលានអញ្ចឹងបើ250លានជាងនេះយើងទូទាត់ជាមួយនឹងការយកនេះយកស្រូវពូជយកស្អីមកគិតទូសងគ្នាបូកជាមួយនឹង7 10លាននេះទៀតតើយើងអាចស៊ីសងគ្នារហូតដល់ឯងកាត់យកដីគាត់ទេឬក៏រហូតដល់គាត់ជាពាក់ឯងរហូតដល់100ជាង127លាននេះទេឯងគិតមើលបើសិនជាគាត់មានរំលោះជារៀងរាល់ខែស្មើនឹង20រៀងរាល់ឆ្នាំស្មើ25លានដែរនេះបើគិតលេខមូលប៉ុន្តែលោកពូពូជហើយនឹងជីហើយនឹងប្រេងហើយនឹងថ្នាំពុលក្នុងមួយរដូវអស់ជាង10លានហើយលោកពូបើជាង10លានក៏វានៅជាង10លានរបស់គាត់ដែរចាជាង10លានហើយបាទអញ្ចឹងបាត់បងគិតណាឯងត្រូវគិតណាគិតរឿងនេះណាគិតរឿងហ្នឹងបាទគិតរឿងហ្នឹងអ៊ំគាត់ក៏មិនមែនគាត់ថាគាត់ចាស់គាត់មិនបានគិតពីរឿងផលប្រយោជន៍ដែលគាត់ទទួលបានបងគាត់ទៅប្រាប់ទេណាបងគាត់ទៅប្រាប់ទេអញ្ចឹងបងអូនត្រូវគិតឡើងវិញបញ្ហាហ្នឹងអត់មានត្រូវយកប្រៀបលើគ្នាទេតម្លៃនៃជីវិតរបស់មនុស្សមិនមែនដោយសារការឆ្លោះប្រកែកគ្នាដណ្ដើមគ្នាយកអាហារ3ពេលនេះជាតម្លៃរបស់មនុស្សទេ
តម្លៃមនុស្សគឺបន្សល់ទុកនៅភាពល្អភាពប្រសើរអនុស្សាវរីយ៍ល្អជាមួយគ្នាអានោះជាតម្លៃមនុស្សតែបើសិនជាដើម្បីដណ្ដើមគ្នាអាហារ3ពេលនេះមិនមែនជាតម្លៃមនុស្សដាច់ខាតណាដណ្ដើមចំណីគ្នាអូនឯងដឹងហើយថាជាស្អីមិនមែនជាតម្លៃមនុស្សទេអញ្ចឹងបានបងធ្វើការវាយតម្លៃនេះដោយសារសំណុំរឿងនេះលោកតាគាត់បានមកទទួលមកសួរបងរួចទៅហើយចាអញ្ចឹងបានបងវិភាគមើល ចា បើសិនជាតម្លៃ17លានហើយនឹងយកខ្លះថែមទៀតនោះបងអូនគុណរយៈពេល10ឆ្នាំវាប្រហាក់ប្រហែលនឹង127លានអានឹងក៏នៅតែច្រើនដែរបើការ 3% កន្លះនោះគុណមើល17លានការ 3% ក្នុងមួយខែមួយឆ្នាំប្រហែលគុណមើលណាបើសិនជាគាត់អត់មានរំលោះឲ្យបងអូនអានឹងពិតប្រកបតែអានេះក្នុងមួយខែគាត់បានមួយឆ្នាំគាត់ទទួលផលស្រូវបានប្រឡោះពី25តោនទៅ30តោនដែលបងអូនត្រូវយកពីគាត់ចុះហេតុអីក៏បងអូនមិនបានទូទាត់លើនឹងទូទាត់ទៅលោកពូទូទាត់រាល់ឆ្នាំទូទាត់អ៊ំមានបានទទួលទេគាត់ទៅលោកពូរាល់ដងលោកមួយការដែលទូទាត់ខ្ញុំអត់បានទទួលវិកាយប័ត្រពីគាត់ទេគាត់ទូទាត់ទៅនៅតែខ្លួនគាត់បញ្ជីនៅលើផ្ទះគាត់ទេលោកមួយក្របភ្នែកបងអូនប្រាប់បងច្រើនណាស់បងអូនចាំណាលោកតាក៏អញ្ចឹងលោកតាក្របភ្នែកលោកតាក៏ប្រាប់បងក្របភ្នែកបងអូនក៏ប្រាប់បងអញ្ចឹងហើយបានបងអត់ចង់និយាយពីរឿងឈ្នះចាញ់ទេហើយក្នុងការដោះស្រាយរបស់បងគឺបងដើរតួជាមេគ្រួសារម្នាក់ចានៅក្នុងចំណោមគ្រួសារពុកម៉ែទាំងអស់នៅក្នុងខេត្តមិនចង់ឲ្យបងប្អូនយើងមានការលោភលន់ការប្រវាញ់គ្នាដោយសារអាហារ3ពេលវាប្រះចាកចេញពីគុណធម៌ប្រះចាកចេញពីអ្វីដែលជាភាពថ្លៃថ្នូររបស់ជនជាតិយើងចាបាទយកធ្វើស្អីញើសឈាមរបស់គេណាទ្រព្យសម្បត្តិរបស់គេដែលយើងយកធ្វើស្អីណាបើសិនជាយើងទាំងអស់គ្នាមានគំនិតចង់កាប់កេរគ្នាអញ្ចឹងយើងហូបបាយធ្វើស្អីយករបស់គេវាមិនខុសអីគេហៅថាចោលបងសុំទោសគេថាចោលហើយបើយើងប្រឹងហូបបាយហើយមានឈ្មោះជាចោលតើយើងប្រឹងហូបធ្វើស្អីតម្លៃខ្លួនយើងនៅត្រង់ណាបើយើងគេមិនដឹងក៏យើងខ្មាស់ខ្លួនយើងដែរណាអញ្ចឹងបានថាបងត្រូវគិតនេះបងត្រូវគិតឡើងវិញបើវា25តោននៅក្នុង10ឆ្នាំវា250តោន250តោនវាស្មើនឹងគិតលេខមូលវា250លាន250លានការថ្លៃដើមដែលលោកតាយកពីបងអូន17លាន17លានប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងការប្រាក់ស្រូវខ្លះបងគិតថាការប្រាក់ភាគផលដែលយកពីបងអូនណាតាក់ទងគ្នាទាំងអស់បងគិតថាកាត់ឲ្យអស់ចោះ5ដល់10តោននៅសល់10តោនសម្រាប់គាត់នៅក្នុងមួយឆ្នាំមិនដែរលោកមិនឃុំបាទ10តោនបើ10តោនវាអស់150តោនវានៅសល់100តោនសម្រាប់គាត់100តោនវាស្មើប្រហែលវាស្មើ100លានតើគាត់នៅជាពាក់ស្អីបងអូនទៀតលោកពូគាត់នៅយកលុយខ្ញុំចាយរៀងរាល់ខែទៀតយកលុយចាយរហូតចាយនឹងយកម្ដងប្រហែលយកម្ដង50,000យកម្ដង1លានយកម្ដង30,000យកម្ដង20,000 10,000 50,000អ៊ំមានបានយកទេ100,000ក៏យកដែរខ្ញុំឲ្យគាត់សម្ដែងការស្មោះត្រង់លោកមួយឯកឧត្តមខ្ញុំបានយកមានប៉ុន្តែលុយនោះទាំងអស់នោះគាត់ទូទាត់ទៅជាថ្លៃអីវ៉ាន់ឲ្យអស់ហើយ55លានជាពាក្យថ្លៃអីវ៉ាន់ទូទាត់នៅឆ្នាំ2021គឺ50លានថ្លៃអីវ៉ាន់55លានជាងអានេះកាត់អស់ហើយកាត់រួចហើយអត់មានមកទៀមអីនៅថ្ងៃនេះទេក៏គិតរួចបាត់ហើយអត់ទាន់បានកាត់ទេបងមើលឯងអត់ទាន់បានកាត់ទេបងមើលឯងតម្លើងនៅទូលេខហើយតម្លើងនៅទូលេខការជាពាក់តែបងប្អូនមានកំណត់ចង់បានដីរបស់គាត់បងប្អូនកុំយកអីខ្ញុំអត់ចង់បានទេលោកពូព្រោះគាត់លក់ឲ្យខ្ញុំតាំងពី2016ហើយខ្ញុំក៏អាណិតមេត្តាគាត់ក៏ខ្ញុំជួលឲ្យគាត់ធ្វើវិញដែរដីហ្នឹងខ្ញុំជួលឲ្យគាត់ធ្វើវិញដល់ពេលហើយទៅក៏គាត់ធ្វើរហូតមកតាំងពី2016ហ្នឹងមករហូតមកដល់2020 2021ប្តីខ្ញុំបានស្លាប់ទៅតាំងគាត់សើរើដីហ្នឹងគេឲ្យធ្វើប្លង់ហ្នឹងគេគាត់សើរើអត់ទេបងមើលសំណុំរឿងនេះបើបងតាមប្រើនៅអ្វីដែលពាក់ព័ន្ធជាមួយនឹងការគិតរបស់បងយល់ថាប្អូនប្រហែលជាមានការកត់ច្រឡំអត់ច្រឡំទេលោកពូខ្ញុំទូទាត់មួយបើច្រឡំហ្នឹងខ្វះមិនអីទេច្រឡំហ្នឹងអាចលើអត់ទេខ្ញុំអត់យកប្រគាត់ទេបើសិនតែខ្ញុំយកផាន់គាត់តាមអាកាក់ម៉ាស៊ីនណាខ្ញុំទទួលយកទាំងអស់ខ្ញុំអត់នេះទេឥឡូវបងអូនកំពុងទទួលយកហើយយករបស់គាត់ហ្នឹងអូនកំពុងទទួលយករបស់គាត់ហ្នឹងទេគាត់លក់ឲ្យខ្ញុំតែពិតប្រកបលោកពូដី6ដុំហ្នឹងវាស្មើប្រមាណអ៊ំ
đây bầm môi cả lái smart bầm môi hạt ta chiang lục môi tiếng óc miền sol ấy miền là phần năng này thôi đây côn khla ấy 6 ហត្តាអ៊ំលក់ឲ្យកាលនឹងតម្លៃប្រមាណ tầm lấy cất cắt bầm môi hạt ta chiang nó bùa hạt ta bạc là cả pan smart pan bùa cái đây năng lục môi pan ta cất cắt bị đầm lấy lui cất để nhom chấm piếc đâm cất đập bầm pe liên rồi hốt từ đó đập năm ngay khi mà phải mũi cất cấtแต่ครูนกดตกดผ่านประดับย้อมท่าย้อมจึงเปียลุยจองกากดมาร้อยมาไพ่ผมไปเรียนหายกดกัดขนมใส่นั่งต้องออกมาร้อยมาไพ่ผมไปเรียนนั่งกดตู้ตัวนึงได้เนาะไอ้เจ้าเลยเจ้าเอาไว้ได้เกี่ยวพอสระได้อมเอากอดเอาเมียบางเกิดเอาไม่กอดยังเกิดตรูไปเลยปีเลย50 លានไอ้เมียบางเกิดตะกี้อ๋อkết lục phủ kết nấu nắng mà là đau thay បងបើតាមបងពិចារណានៅក្នុងការងារនេះបងអូនមានចេតនាយករបស់គាត់ច្រើន ទេខ្ញុំអត់ចង់បានទេលោកពូ បើបងអូនយករបស់ ខ្ញុំស្បត់ដែរ បើបងអូនយករបស់គាត់បងអូនអត់ជួបនៅអ្វីដែលល្អទេណា ខ្ញុំអត់ចង់បានទេលោកពូ បាទសម្រាប់បងអូនបើបងអូនមានកំណត់ថាចង់យករបស់ទាំងអស់នេះណែបងគាត់ប្រាប់អ្នកខ្លះគេថាធ្វើមិនក៏ដោយឲ្យតែបានទុកឲ្យកូនប៉ុន្តែរបស់ដែលទុកឲ្យកូននោះសុំឲ្យទៅតែធំមកទៅធំណាអូនណាចាពេលខ្លះបើយើងប្រមូលទុកនៅរបស់ខ្ទុះឈាមណាទាំងវើមិនល្អទាំងឡាយទាំងពួងយកទៅឲ្យកូនកូនបងអូននឹងទទួលបាននៅអ្វីដែលបងអូនយកទៅទុកនោះហើយមិនមែនបងអូនជាអ្នកទទួលទេចាលោកពូខ្ញុំអញ្ចឹងចំណុចនេះត្រូវគិតណាចាខ្ញុំត្រូវគិតបាទប៉ុន្តែនៅក្នុងចំណាយនេះបងអូនឆ្លើយជាមួយបងអត់រួចទេណាអត់តរួចទេលុយដែលលោកតាគាត់បានផ្ដល់លុយដែលលោកតាគាត់បានខ្ចីពីបងអូន17 លានតន់មិនមែន17 លានទេស្ដាប់សិន17 លានចាផលស្រូវដែលគាត់ធ្វើក្នុងមួយឆ្នាំគាត់ថា30 តោនបងអូនថាមិនប៉ុណ្្នឹងទេបងគិតថាដកមកវិញចន្លោះពី20 ទៅ 25វាស្មើនឹង200 ទៅ 250 តោនចា250 តោននេះបងគិតថាដើមបងកាត់ឲ្យបងអូនពាក់កណ្ដាល 50% ណាអញ្ចឹងបងអូនត្រូវយក150 លានទៅចោះទុកនៅសល់តែកាត់150 តោនទៅចោះនៅសល់លោកតា100 តោនតន់ចាបាទអញ្ចឹងចំណែកដែលស៊ីសងគ្នាវានៅប៉ុណ្្នឹងអញ្ចឹងលុយដើមនេះនៅដដែលបើសិនជាពាក់ព័ន្ធជាមួយនឹងលោកតាគាត់យកជីយកពូជយកអីណាលោកប្រគុំជួយស្ដាប់គ្នាណាបាទយកប្រេងយកលុយចាយបងគិតថាវាអស់នៅសល់150 តោននៅសល់100 តោនសម្រាប់គាត់100 តោននេះវាស្មើនឹង100 លាន100 លានបងគុណនឹងការប្រាក់17 លាននេះនៅរយៈពេល10 ឆ្នាំអស់ប្រមាណមិញ7 លាន 14 ម៉ឺននៅក្នុង10 ឆ្នាំ17 លានណាបងគិតថាអស់10 លានទៅចោះអញ្ចឹងវានៅសល់90 លានរបស់គាត់មើលគិតមើលត្រូវទេ17 លានបាទមួយឆ្នាំវាស្មើប្រមាណ7 លាន 14 ម៉ឺនក្នុងមួយឆ្នាំ10 ឆ្នាំវាស្មើនឹង70 លានជាងណាបាទវា70 លានជាងអញ្ចឹងបើ70 លានជាងតាក៏នៅសល់30 លានមកគាត់ក្រោយពីការទូទាត់ការប្រាក់រួចណាត្រូវគិតអញ្ចឹងមិនមែនរហូតទៅដល់យកដីគាត់ទេតើរបស់ដែលគាត់ឲ្យអូនប្អូនយកទៅណាឥឡូវយកដីទៅណាឥឡូវដីនឹងបានធ្វើបានរឹងហើយនៅទេលោកពូមិនបានធ្វើប្លង់នៅបងត្រូវពិចារណាឲ្យត្រូវធ្វើការឡើងវិញចាអានឹងនិយាយច្បាស់បងអូនមិនអាចយករបស់គាត់បានទេណាហើយនៅក្នុងស្ថានភាពនេះខ្ញុំប្រាប់ឲ្យហើយណាបើមិនទាន់មានសារដីការបស់តុលាការគឺខ្ញុំត្រូវឲ្យប្រើប្រាស់សិទ្ធិសម្រាប់របស់គណៈកម្មការសូរ្យាដីនិងប្រធានគណៈកម្មការដោះស្រាយដំណោះដីធ្លីថ្នាក់ខេត្តសំខាន់ណាអត់មានបំពេញគ្នាដាច់ខាតខ្ញុំអត់បានបំពេញទេលោកពូឯងមិនបំពេញប៉ុន្តែឯងត្រូវគិតឡើងវិញចាអត់បានយកទេអត់ទេបងត្រូវគិតអញ្ចឹងណាត្រូវគិតអញ្ចឹងហើយរឿងនេះខ្ញុំចង់សួរថាកន្លងមកអាជ្ញាធរឃុំអាជ្ញាធរស្រុកមានបានដោះឲ្យនៅមកដោះយ៉ាងម៉េចលទ្ធផលនិយាយពីនោះមកនិយាយមកវាយ៉ាងម៉េចកាលនោះយើងពិនិត្យទៅឃើញថាលោកតាណាគាត់នៅជាពាក់បងស្រីនោះគឺ127 លាន
ហើយនៅសល់55លានផ្សេងទៀតបាទ ឯងតាគាត់ជាពាក់ហ្នឹងតើឯងមានបានគិតតែតាគាត់បានសងទៅទេ យើងបានសាកសួរមានសាកសី4នាក់ទៀតនៅខាងភូមិដងអូឯកឧត្តមថ្ងៃហ្នឹងយើងបានអញ្ជើញគាត់មក ឥឡូវបងសួរនេះយកហេតុផលនេះយកមកគិតនៅក្នុងกระดาษនេះទៅនៅក្នុងមួយឆ្នាំគាត់ទទួលផលបានប្រមាណហើយគាត់ត្រូវកាត់ប្រមាណយើងត្រូវធ្វើការនេះត្រូវការពិចារណានៅក្នុងការងារហ្នឹងយើងអាចដឹងហើយ បាទឯកឧត្តមទី1គាត់គាត់យល់ឯកភាពជាមួយនឹងការជពាក់ដែលខ្ចីប្រមាណហ្នឹងហើយគាត់ថែមខ្ចីបន្ថែមទៀតឯកឧត្តម ឥឡូវអាលិខិតឯកភាពជាមួយនឹងការខ្ចីហ្នឹងអ៊ំមានទេ មាននៅក្នុងកំណត់ហេតុឯកឧត្តមមានក្នុងកំណត់ហេតុនេះ មាននៅក្នុងកំណត់ហេតុ បាទ អ៊ំបានឯកភាពទេជាមួយនៅក្នុងកំណត់ហេតុកន្លងមកបាទបាទ127លានហ្នឹងបានឯកភាពមែនប៉ុន្តែនៅក្នុងការជពាក់127លាននេះបានកាត់កងជាមួយនឹងតាគាត់បានធ្វើស្រូវផ្ដល់ឲ្យហើយនៅ បានដោះដូរថាដោះដូរជាដីហ្នឹងហើយបន្តមកទៀតគាត់ខ្ចីដីហ្នឹងគាត់ជួលដីហ្នឹងវិញឯកឧត្តម តើដីហ្នឹងអ៊ំជួលគេក្នុងមួយឆ្នាំប្រហែលមួយឆ្នាំមួយតោនមួយឆ្នាំមួយតោនអញ្ចឹងនៅពេលដែលស្រូវនេះថ្លឹងបានប្រឡោះពី25តោនទៅ30តោននេះអ៊ំមានបានដកថ្លៃដែលជួលរបស់គេមួយតោនហើយនៅ ប៉ុន្តែខ្ញុំចង់ជម្រាបសួរអ៊ំចេះសួរថាអ៊ំធ្វើស្រូវរដងបងអូនស្រីនេះវាថ្លឹងម្ដងគឺវាប្រហែលពី25ទៅ30តោនអញ្ចឹងនៅក្នុង25ហើយ30តោននេះអ៊ំមានបានកាត់មួយតោនថ្លៃជួលដីគេហើយនៅអញ្ចឹងលើការងារហ្នឹងគឺបងប្អូនស្រីកណេះជាអ្នកគិតទាំងអស់ច្រូតស្រូវបានអ៊ំដឹងតែធ្វើទេច្រូតបានថ្លឹងអីស្រានេះគេគិតគូទាំងអស់ទៅអូ ខ្ញុំទូទាត់ជាមួយគាត់ហើយបើសិនច្រូតក៏ខ្ញុំអ្នកចាញ់ដែរលោកគ្រូបើសិនច្រូតក៏ខ្ញុំចាញ់ឲ្យគាត់ដែរក៏គេទាបពីខ្ញុំដែរ ការងារនេះបើសិនជាខ្ញុំគិតអ៊ំហើយនឹងបងអូនស្រីមិនច្បាស់ការនឹងគ្នាធ្វើមិនច្បាស់ការលក្ខខណ្ឌនៃការជួលណាលក្ខខណ្ឌនៅក្នុងការងារនេះមិនច្បាស់អ្នកខ្ចីលុយក៏គ្មានលិខិតស្នាមអ្នកដែលត្រូវឲ្យគេខ្ចីក៏គ្មានលិខិតស្នាមបងអូនអាចចោទតាថាយកលើសតាអាចចោទបងអូនថាបងអូនសរសេរខុសដែលគាត់មិនបានយកសំខាន់ណាស់អញ្ចឹងដែលរឿងសំខាន់បំផុតគឺបងចង់កវល់អារម្មណ៍ឯងជាមួយនឹងតាទៅវិញសម្ដៅប្រកាន់យកនៅភាពទៀងត្រង់ណាភាពសច្ចធម៌កុំឲ្យពាក់ព័ន្ធជាមួយនឹងទង្វើបាបអំពើបាបឬក៏មានការចង់កាប់កេងគ្នាផលប្រយោជន៍ដោយសារអាហារ3ពេលរឿងសំខាន់ណាស់រឿងនេះឯងធ្វើរបាយការណ៍នេះមិនច្បាស់លាស់ទេកំណត់ហាប់ឯងនេះបងគិតថាដូចជាមិនត្រឹមត្រូវហ្មងនៅមានកម្រិតនៅឡើយ ឯកឧត្តមយើងស៊ើបសួរសាកសួរទៅពីមុនមកត្រឹម2016នេះគាត់អត់មានជាបញ្ហាទេមកដល់ពេលចាប់ផ្ដើមប្រកាសថាចំជីដីធ្លីគាត់ចាប់ផ្ដើមមានបញ្ហាទី1ទី2ខ្ញុំបានសាកសួរស៊ើបសួរហើយមានសម្លេងតាមទូរស័ព្ទដែលគាត់ឆ្លងឆ្លើយដែរគាត់ទទួលស្គាល់ទៅលើការជពាក់អីចឹងមែនណាឯកឧត្តមគាត់មានសម្លេងអាចឲ្យអូនប្រុសនោះគាត់បើកស្ដាប់តិចឯកឧត្តមមិនអីទេសម្លេងវាមិនល្អប្រសើរជាងហៅមកសួរមើលក្របភ្នែកទេក្របភ្នែកអ៊ំមិនក្របភ្នែកបងអូនស្រីនេះវាប្រាប់បងច្រើនជាងសម្លេងទូរស័ព្ទនោះថ្ងៃនោះយើងបានប្រជុំលើកទី2នេះដែលជាកំណត់ហេតុចុងក្រោយនេះឯកឧត្តមហើយសម្របសម្រួលមឹងម៉ាត់ដូចគ្នាគាត់ទទួលស្គាល់ថាបើសិនជាគាត់មានលទ្ធភាពសងកំណត់2ខែនេះបើសិនតែសងខាងភាគីខាងនេះគាត់នឹងបកគលដីវិញទាំងអស់ហើយបើសិនជាអត់ដល់ពេលកំណត់នឹងសងទេភ
ភាគីខាងនេះគឺអត់ទៀមទាយកលុយជាពាក់ថែម55លានទេគាត់ថាទុកលុយធ្វើបុណ្យទៅហើយចប់គ្នាត្រឹមហ្នឹង ហើយលុយប្រមាណ ទំហំចំនួនគឺ127លានហ្នឹង ឯងនៅតែនិយាយ127លានចុះអារឿងដែលគាត់ធ្វើស្រែនេះដែលគាត់បានឲ្យនេះតើមានបានគិតឲ្យគាត់ដែរឬក៏អត់បោកតែមួយហៀងអត់បានដកអ្វីដែលគាត់ឲ្យនេះតើវាមិនយ៉ាងហ្នឹងបងឆ្ងល់មើលបងសួរឯងមើលឯងបោកទៅរឿងបញ្ហាដែរខាងនេះយ៉ាងខាងនេះជាពាក់ខាងនេះតែដល់ពេលខាងនេះសងខាងនេះមានបោកឲ្យគាត់ទេ យើងបានធ្វើការប ោកឲ្យនៅបោកឲ្យគាត់នៅមើលស៊ីសងមើល អាយដាមយើងបានធ្វើការទៀងទាត់ទូទាត់ហើយជាមួយគាត់ហ្នឹងគឺគាត់យកដូចនិយាយអញ្ចឹងគាត់យកពូជយកជីយកអីតយកអាខ្ចីមុនហ្នឹងយកអត់គិតទេតែដល់ពេលដែលគាត់ធ្វើហ្នឹងគាត់យកបដៅសំបីតែ ឥឡូវបងសួរឯងមួយម៉ាត់គាត់យកហើយប៉ុន្តែចំពោះបញ្ហាផលស្រូវរបស់គាត់នេះក្រោយពីការកាត់កងហើយតើសល់ប្រមាណសម្រាប់គាត់នេះចន្លោះពី25ទៅ30តោននេះណានៅក្នុងស្រែទាំង6ហត្តានេះតើវាថ្លៃដើមដែលយកពីបងស្រីនេះវាអស់ប្រមាណហើយសល់ប្រមាណសម្រាប់គាត់វាមិនមែនធ្វើទៅវាស្មើដើមស្មើចុងនោះទេហ៎ត្រូវគិតមើលឥឡូវគិតអាហ្នឹងត្រូវដកអាហ្នឹងចេញឲ្យគាត់ដើម្បីឲ្យវាមានភាពសុក្រិតយល់ទេយល់អាយដាមចំណុចនេះពេលខ្លះគាត់អត់ម្ចាស់ខ្លួនគាត់អត់កត់អាយដាមទៅយកសឹងរាល់ថ្ងៃគាត់សំបីតែលុយចៅទៅរៀនក៏គាត់យកដែរឲ្យបងមើលកត់ស្អីខ្លះចាអូយកឯកសារ ធនាយកឯកសារមើលបងសំបីតែលុយចៅទៅរៀនក៏យកខ្ញុំដែរលោកពូ មើលបោកទាំងអស់មើល10ឆ្នាំអានោះកត់ទាំងអស់ហ៎ អត់ទេលោកពូកត់ពីនេះមកលោកពូ ឥឡូវបើសិនជាបងអូនកត់មែនមើលខ្ញុំបងមើលអ៊ំម៉ៃឥឡូវចេះមិនអត់យកទេ មើលអត់ទេបាន យករហូត ឥឡូវមើលអ៊ំសួរកូនឯងលើសភៅហ្នឹងកត់រយៈពេល10ឆ្នាំមកហ៎ អត់ទេលោកពូចាប់ពីកាត់ដីហើយមកលោកពូគាត់លក់ដីឲ្យខ្ញុំហើយមកខ្ញុំចាប់ផ្ដើមកត់មកលោកពូ ក្លឹងស្រូវស្រែបាន ខ្លាំងខ្ញុំកត់លោកពូ នួល ចាឈ្មោះស្រែមហាត់បតោន ស្គាល់ប៉ុណ្ណេះដកប៉ុណ្ណេះត្រូវបានប៉ុណ្ណេះអ៊ំឈ្មោះអ៊ំឆាម អ៊ំធៀម ចាអ៊ំធៀម ទូចដងអូចុះស្អីរហូតដល់21លាននេះថ្ងៃ26ខែ6 2017នេះនឹងគាត់សងខ្ញុំអត់រួចលោកពូ អានឹងបូកការវិញ អត់យកការទៀតទេលោកពូ ប៉ុន្តែស្អីអានឹង អត់យកការទៀតទេលោកពូបូកគាត់សងអត់រួចខ្ញុំបូកចូលជាមួយអីវ៉ាន់នឹងលោកពូអត់យកការទៀតទេ ហើយចានេះស្អី33លាននេះ 33លានហ្នឹងសរុបអីវ៉ាន់លោកពូអីវ៉ាន់ចាស់ថ្មីទាំងអស់ សិតតែក្បាល3លានអូអានេះអ្នកផ្សេងហ៎ គាត់ទាំងអស់នោះលោកពូ គាត់ទាំងអស់មកសភៅហ្នឹង ចាមកសភៅហ្នឹងគាត់ទាំងអស់លោកពូអត់មានចូលមួយគេទេលោកពូ ចុះហេតុអីក៏អ៊ំទៅយកពីគេអ៊ំមិនសញ្ញេនឹងកតុយស្លឹក បើគាត់មិនយកក៏ខ្ញុំអត់កាប់ដែរ អ៊ំយកអីក៏សម្បើមដែរលុយខ្លះយកសិតទៅចូលដល់ក្បាលលាន ចាយកអញ្ចឹងលោកពូហើយគាត់អត់ចាំទេគាត់យកអញ្ចឹងហើយខ្ញុំអត់ប្រឡប់គាត់ទេចា លោកអ៊ំនិយាយឲ្យត្រង់ទៅដោយលោកពូគាត់មានប្រសាសន៍អញ្ចឹងថាបុណ្យបាបមានមែន ច្បាប់លោកីក៏វាមានច្បាប់កម្ពុជាក៏វាមានដែរ អ៊ំបានពីខ្ញុំទៅជាតិនេះ បងគាត់ណាប្រាប់ទេណា ចា មានហើយកុំចង់បានទៀតនៅអ្វីដែលរបស់ដែលគេមិនអោយហើយអ៊ំក៏ចឹងដែរយើងចង់បានតែរបស់អីរបស់យើងបានហើយបើសិនជាយើងអត់យើងសុំគេតោះណាអ៊ំយើងអត់យើងសុំគេណាយើងក្រយើងប្រាប់គេយើងសុំគេយើងនិយាយប្រាប់មនុស្ស10នាក់រមែងតែតែមនុស្សមួយចំនួននៅក្នុងចំណោម10ហ្នឹងគេមានធម៌មេត្តាគេត្រូវតែឲ្យយើងឲ្យតែយើងប្រាប់គេនៅការពិតតែបើសិនជាយើងចង់បានយើងមានល្បិចកិច្ចកលគឺយើងអត់បានទេ
Bàn đáy bàn mà tầm bờ bạp thế. Nạc lạc khôi. Từ thơ tập phía cho bạp. Chặt chành tiết. Đấy. Rương mình đây cả lành đó. Còn tay rương đi. Bong nơi tầm mình tơ sang say mùi cút. Còn tay bong chư chạ lượp ôn sấy tha bất cho cọt mình khóc. Còn tay bờ sân dịp ôn cọt khóc. Cứ bàn từ đây tha tá cọt mình sọc chặt đi. Chạc vì đám bê khá cọt mình prơ. Cọt mình bánh miên tờ xây ở so phong. Cọt vô tờ crop cruh tờ lẹ khăn ông phong ở xây. Cọt đăng thả cọt cho bẹ kia vào màn đai. Dương chăm nè. Chạc vì đám. Cọt ọt chè so mết. Mình tay cọt vô tờ crop cruh. Vô tờ lẹ nó khăn ông phong ở xây. Nó cọt đăng thả cọt cho bẹ kia vào màn. Còn tay bê để khá dương cọt này. Bởi dương cho lòng tờ xôn phí. Còn nẹ chơi nó ngọp đai. Tờ xây srul. Còn tay nẹ son cái vị tờ nia ná. Nó bê để dương tờ xây tờ khóc. Nhưng Rosie tam cho tờ thô. Nhưng mà nhưng mà kì mà bánh mà kì tì. Tổng bây tờ bạc kỳ mùi của kỳ cọt đấy này. Bạc kỳ mùi pram pon này. Sang pram lít của kỳ cọt đấy. DT. DEP. DAP. Chi. Phi bái mà phình bơ mớ này. Nó có kỳ cọt đấy. Cọt từng ọ. Lấy ông vô thay nhầm mấy. Bởi kỳ cọt từng ọ hả. Còn tay nó không ní còn là bong kịch hạ anh mình bán tu tốt ở quạt đắng hay quạt bật mình đai ở cho bác. Thà nơi không năm ní sol pika cắt dọc nơi ở vây để bẹ con đừng phải chuối bẹ con đừng phải cá con nước phần này. Nhưng prap ta lúc ai đâm cái lạnh chấm nốt nắng trong cõi quạt tu squall tam dạ dây kia tam dạ tu sáp ai đâm. Nắng ôn pro nắng còn thọt sầm lính rồi chẳng tới quạt chạ sầm lính nắng nấu bị chung tầng óc này có tu squall ai thà quạt bàn dây chẳng mền lừa vậy đây quạt bàn quạt squall này. Rương ní bong kịch tha bởi anh lưu bạc cái nên lướt vì nâng to từ tiết. Cho bác có mình đang cắt là việc mạch đáy vì prua thà nẹ tờ xế để khuôn anh mình miên sna mày đáy. Toán. Càng nghi cho bác ná. Bà ôn ai cháu kì bàn thà kì vô lùi bà ôn đỏ rạp ná bà ôn miên sna mày đáy kì. Toán ấy. Miên sna mày đáy tư bởi chạ thà kì nâng bàn từ tù vô men. Toàn đấy. Chà lục phụ phân tay đây sai quạt ban tờ xe cuốn quạt hai ban đặt mình đại ở này nà này nà. Bây giờ mà mơ mới tiết mơ. Quạt tiệt hay quạt nâu mà to và lục tao ra ngay côn của mình đấy. Côn của buồn. Lý khát này trầm mê phô. Nếu không cà phê đẹp phê xịt này ông cả nâng bàn prôm priên khá là bánh bơ rầm lật rừng đá mà xem phạm tình mơ. Rương này trong ai vô lai. Rương phanh hạ tờ xe hay nâng rương hay này trong ai vô mà chân nôn. Ôn sợi khả này tờ xe tao vì mình chờ rắc bất bọc trầm phần ná. Hai tầm lây để ông bàn vô đi. Tao vì là việc mách có trong bàn đặc đài. Toán ấy. Bà chẳng là lấy trong trường nghiệp su ông mơ nơi phê đẹp ông ấy bàn pro priên khá là hốt đào miền ca tê xích tê tuôn chỉ mùi nâng ca nghi rồi bỏ ca mà xích đầy thlý ní tao vì chẳng mách mơ ông dây bạc nhau mơ Nhom chùm riêng lúc mùi tay đầm tê đẹp tê xích ní cột tàu prap nhom có kết khuôn cột tàu prap nhom tha ông ấy chỉ biết nhom mà rồi mà phải liền hơi. Hay bên nâng ông tu squall thế thà ông phân chia ban cho bẹ kia mà phình và liền mến. Mà rồi mà phải còn liền lực mùi ai đong nhau tu squall. Bàn. Tu chừng bịa. Ông tu squall lỡ mà phình và liền cao cho ca cắt con. Nè. Phải còn liền không ở đây bạc cả nâng bạc đờn. Hả? Không ở đây tu chốt bạc cả bạc đờn nâng. À ní bò mà phình và liền ấy tầng ca tầng đào mà. Ca tầng đào mà thôi. Ca bột đào to tiết. Trong can đàm hơi quát tu prap nhóm ông anh ban ấy song nhóm bao ông anh chỉ biết nhóm đó mà rồi mà phảiเป็นliền hơi tiêu tới ông anh oi sài nhóm bao ông anh mình oi sài nhóm ông anh rồi ấy song nhóm rồi quát ban tới dây chỉ mỗi nhóm phải chỉ mà hai nhóm để kết mơ
បើសិនជាអ៊ំឯងទេស្រែនឹងមកឲ្យខ្ញុំតម្លៃប្រមាណក្នុងមហត្តាខ្ញុំលក់ឲ្យអ៊ំឯងវិញតម្លៃប្រមាណដដែលនឹងចំពោះរូបគាត់និយាយមួយខ្ញុំអញ្ចឹងក៏ខ្ញុំ អូនមានចាំទេតើបាននិយាយចឹងមែនទេ ចាលោកពូខ្ញុំអត់មានបាននិយាយចឹងទេខ្ញុំទូទាត់ហើយខ្ញុំប្រាប់គាត់គាត់ព្រមព្រៀងលក់ដីនឹងឲ្យមកខ្ញុំថាខ្ញុំអត់មានអីសងជាយើងឯងទេខ្ញុំលក់ដីឲ្យយើងឯងប៉ុន្តែជាយើងឯងត្រូវជួលឲ្យខ្ញុំធ្វើវិញហើយខ្ញុំក៏គោរពលក្ខខណ្ឌដែរខ្ញុំជួលឲ្យគាត់ធ្វើខ្ញុំបាននិយាយទៀតខ្ញុំជួលថាជួលឲ្យគាត់ធ្វើរហូតដល់គាត់ធ្វើឡើងកើតខ្ញុំនិយាយមួយគាត់អញ្ចឹងណា ចុះបងអូនមានបានបញ្ជាក់ទេប្រាប់ថានៅពេលណាដែលគាត់មានលទ្ធភាពអាចគាត់ទិញយកដីនឹងវិញក្នុងតម្លៃថ្លៃ ខ្ញុំ ដើម បញ្ជាក់លោកពូខ្ញុំបញ្ជាក់ថាបើសិនតែថ្ងៃក្រោយលោកអ៊ំក៏ដោយកូនក៏ដោយមានលទ្ធភាពទិញដីខ្ញុំយកវិញទៅតម្លៃតាមហាងឆេងខ្ញុំមាននិយាយតម្លៃដើមទេតម្លៃតាមហាងឆេង ពិតប្រកបទេអ៊ំ ចា អត់ពិតប្រកបគ្រូអត់ពិតប្រកប តម្លៃចំណុចទៅនេះ ចា ដល់ឃើញដីបានថ្លៃអត់ពិត ស្ ប្រ ដា កប ប់សិនខ្ញុំវិភាគឲ្យស្ដាប់ទាំងអស់គ្នា ចា ដើម្បីឲ្យតាគាត់ផ្ដិតមេដៃឲ្យ ចា ពាក្យដែលលោកតាមានប្រសាសន៍បងនឹងអាចវិភាគបាននៅក្នុងចំណុចដែលលោកតាមានប្រសាសន៍ថាប្អូនប្រកាសជាលួងលោមគាត់និយាយពាក្យដែលគាត់មានប្រសាសន៍នេះពិតប្រកបមិនមែនប្រើពាក្យថាលក់តាមហាងឆេងបើលក់តាមហាងឆេងប្រហែលជាតាមិនផ្ដិតមេដៃឲ្យបងនិយាយចឹងយល់ទេប្រកបណាស់អាលៀងអាលៀងឯងកុំមកភ្នែកឯងប្រាប់បងច្បាស់ណាស់បើសិនជាប្អូនមិនបាននិយាយពាក្យនេះប្រហែលជាតាប្រហែលជាគាត់មិនទាន់ផ្ដិតមេដៃឲ្យទេ មែនទេលោក ពាក្យនេះគឺបើសិនជាប្អូនបាននិយាយមែនដូចតាមែនបើឲ្យបែកជាឯងត្រឡប់វិញគឺជាពាក្យលួងលោមបោកបចោតពាក្យលួងលោមបោកប្រាស់គេដើម្បីឲ្យគេផ្ដិតមេដៃឲ្យមិនល្អទេ ខ្ញុំបាននិយាយពាក្យនឹងទេលោកពូ ប៉ុន្តែបងអាចជឿបងអាចជឿថានៅក្នុងគណៈដែលប្អូនចង់បានលិខិតផ្ទេរសិទ្ធិនេះប្អូនប្រកាសជាប្រើពាក្យនេះហើយចាំ ខ្ញុំអត់ទេ ណាចាំប្រកបណាស់ គាត់និយាយជាមួយខ្ញុំក៏មានសម្លេងដែរលោកពូគាត់ទទួលស្គាល់ថាទទួលប្រាប់ទាំងកូនគាត់ទៀតបើឯងចង់បានឯងចង់បាន ដូចពាក្យបងនិយាយហើយឃើញទេ ចា ចុងក្រោយតានឹកស្ដាយឯងកែពាក្យ អត់ទេលោកពូគាត់ប្រាប់កូនគាត់អាអូនមួយនោះធ្វើដីខ្ញុំដែរមកកន្លែងដែរធ្វើដីតែគាត់លក់ខ្ញុំនឹងកន្លែង ឥឡូវកាលហ្នឹងលក់ដីហ្នឹងឲ្យប្រមាណធំ បាទ ដីហ្នឹងលក់ប្រមាណកាលហ្នឹងលក់ឲ្យតម្លៃប្រមាណ តម្លៃដីជាមួយអតាខ្លះហ្នឹងគាត់កាត់27លានហ្នឹងគាត់យកតែ តែម្ដង ស្រែ6អតាខ្លះតែម្ដង ពូមាន ដើម្បីផ្ដាច់បំណុលហ្នឹងគឺយក126លាន127លានហ្នឹងក្នុងតម្លៃទំហំដី6ហត្តា មួយអតាខ្លះ ហើយពេលដែលអ៊ំមុននឹងផ្ដល់ឲ្យហ្នឹងគឺអ៊ំបានតែគេថាអ៊ំឯកភាពជាមួយដោយសារតែយ៉ាងម៉េចបានជាអ៊ំឯកភាព ខ្ញុំឯកភាពជាមួយដោយសារតែពាក្យមួយម៉ាត់ថាបើអ៊ំឯងមានលុយឆ្នាំណាក៏ដោយកូនអ៊ំឯងក៏ដោយមានលុយឆ្នាំណាគឺខ្ញុំយកទិញយកប្រមាណខ្ញុំលក់ឲ្យមហត្តាឬក៏កន្លះហត្តាប៉ុន្តែខ្ញុំទិញពីអ៊ំឯងតម្លៃប្រមាណគឺខ្ញុំលក់ឲ្យតម្លៃអ៊ំឯងប៉ុណ្ណឹងវិញខ្ញុំដេកគិតថែមមួយខែខ្ញុំថាបើអញ្ចឹងខ្ញុំអស់ចិត្តហើយខ្ញុំហ៊ានផ្ដិតមីដៃឲ្យពាក្យដែលនិយាយពិត ពាក្យមួយម៉ាត់នេះខ្ញុំប្រហែលជាដូចជាមានការពិចារណាដូចជាជឿអ៊ំពីព្រោះខ្ញុំសិក្សាថាបើសិនជាបើមិនមែនពាក្យនេះទេប្រហែលជាអ៊ំមិនព្រមផ្ដិតមេដៃឲ្យទេតែអាលៀងបើសិនជាឯងបាននិយាយមែនហើយឯងមិនគោរពពាក្យនេះបានសេចក្តីភេនោះប្អូនមានចរិតបោកបឆោតគេដើម្បីយកស្នាមមេដៃគេ ញ៉ាបោកទេលោកពូខ្ញុំទទួលថាខ្ញុំលក់ឲ្យគាត់វិញមែនប៉ុន្តែតាមហាងឆេងគាត់យកទៅ បើពាក្យតាមហាងឆេងប្រហែលជាប្អូននិយាយជាមួយបងទេមិនមែននិយាយជាមួយគាត់ទេ និយាយជាមួយគាត់ហ្នឹងលោកពូ បើនិយាយជាមួយគាត់ប្រហែលជាគាត់ចាំអ៊ំតើបាននិយាយដោយអាលៀងនិយាយមែនទេ អត់ទេលោកក្មួយបើនិយាយពាក្យហ្នឹងខ្ញុំអត់ប្រាប់មីដៃឲ្យទេព្រោះខ្ញុំ បងជឿពាក្យហ្នឹង ដែលស្រែតាំង បងជឿ ស្រែតាំង6កន្លែងនេះគឺស្រែកូនខ្លះស្រែខ្ញុំខ្លះ ពាក្យហ្នឹងគឺបងជឿលោកតាតែម្ដងលោកមេឃុំច្បាយស្រុកតើចរិតនៃសម្ដីលោកតាហើយនឹងប្អូននិយាយនេះតើមួយណាដែលពិតមួយណាមិនពិតមើលប្រាប់ខ្ញុំមើលត្រឹមត្រូវ ប៉ុន្តែគាត់ផ្ដិតមេដៃ មើល ឲ្យដើម្បី លោកមេឃុំឡាយយ៉ាងម៉េចដែរឯកភាពមើលអ៊ំមេភូមិអីមេភូមិទាំងអស់ហើយខាងនោះខាងមេទឹកឯងបងឯងយល់ថាម៉េចក្នុងនាមឯងច្បាយស្រុកមើលបងសួរសម្ដីលោកតាហើយនឹងប្អូនលៀងវិភាគគ្នា
ai vô tham mùi na pít mùi na mình pít anh mai ơi kia mà sọc á anh là dụng tích men bàn tay anh chỉ mai ơi kia mà sọc phơi dạng mạch ở chôn nơi lưới chùm hơ cả đào hai giọt sầm đây mình đứt không cua xa dương mà khăng ta sầm đây mùi na vì tầm ngôn pan ná sầm đây mùi na tầm ngôn pan ná nít chưa được bật pra chả rắc côn là thoa chắp bị pe na đại dương miên tuôn để tí kia bốc mà đại kia trời pra chả rắc côn là thoa chả rắc dứt để thoa chả rắc trăm trời chả rắc tiếng tròn nô hai cứ chia chùm nưa bất bạc cát đại phù rót miên mà lười dương công là miên nẹt khócคือเข้า nẹt trời sầm đây cứ để dây pe khá chùm luôn tay chùm miên ca để dây mau đại bay ta đam hai phao chọn khi nào chọn chanh bàn tay ca chọn ban hai phao lần khi nào lần chanh nút sầm đây kháคือbình chắc bị cả bật sầm đây khá mất bình chắc là cả bật đi cúp xóm chùm môi nâng bà riêng rai và vót riêng đại dương bàn sạch ai chạm máu ôn từ sắc xa pi chả rắc này rương bánh ha mà rồi mà phê bập liên chỉ môi nâng đau bập tận đọc liên nâng cầm chay sen cho lọt phê đọc năm quát từ tu squat chấm quát từ tu squat mình chắc á liếng có việc từ tu lục tá còn từ tu mày đấy bát bàn ta ở đây để chiên châu đó chụp hiền pi để bỏng đỏ đi việc bẹo pon chỉ môi nâng tây đây và môi hạt ta đại quát tới cà phê tu ở liếng hay quát tới chăm pi quát đại quát ban son để ra chỉ môi thế này thà quát vô prom và môi hạt ta đi cắt con chỉ môi nâng prạ chùm bẹo mà rồi mà phê bụng liên bàn ta liếng việc ban son để ra tha và môi hạt ta đi bà sân gì lục ta cua sa lục ta câu na mà nè miên là tập hiệp viên đừng lụa thay đào vinh nơi không tây đây và mùi hạt tàn đi ta liếng về tha mình mền thế cứ việc lụa nơi pê lụa nơi không cầm lại hàng chê việc không nơi cái này nữa dương á lên mưa anh tra bong mưa mà ơi lưới mà rồi một phây một liên con bảo vල් đấy ở mình còn nhớ tập đầy tề hay lục lục u nhâm xong chụp điểm lấy bon còn kịch tê lấy ní vì châu đo tầm nạ cả ní tầm nạ cao cả lòng máu vì hú thả hơi còn ta lấy ông sân ông bố bẹo con cho môi nâng trong giếng nè biết từ tu score được việc hàng đào đấy ta ông miên cầm đất được biết mấy bạn ông trong kia từ tu score việc hàng đào được vĩnh nhưng trong su ông mà mặn nữa nhom xong cắt ra lục cùng tỉnh pro ở chấm luôn pi khai nắng có quất xong nhom vô pro này xong nhom luôn quất chấm luôn pi khai nắng nhom xong xong tầm lai tam chỉ dương anh vĩnh nhom phải vô pro này hai bờ sân để nhom bắt chẳng nhom nâng bậc cô đây ở dương anh vĩnh từng nè xong luôn quật lấy ông nhom xong su ông mơ
រឿងរ៉ាវទាំងអស់នេះខ្ញុំគិតថាអ៊ំដឹងអ៊ំមិនដឹងរវាងអាយើងហើយនឹងអ៊ំខ្ញុំគិតថាមានតែអ៊ំទាំងពីរនាក់អាចដឹងប៉ុន្តែនៅក្នុងរឿងនេះខ្ញុំអាចវាយតម្លៃបានណាអ៊ំណា បាទ ទី1គេមានលិខិតស្នាមក្នុងការសរសេរកត់ថ្មីត្បិតតែគ្មានស្នាមមេដៃអ៊ំក៏ពិតមែនប៉ុន្តែចំពោះអ៊ំខ្ចីគេអ៊ំអត់បានកត់ទេតោះនេះអ៊ំបាទចំណុចទី2អ៊ំបានឯកភាពយល់ព្រមហើយជាមួយនឹងកិច្ចសន្យាខាងដើមនឹងការជំពាក់លុយ127លានតោះនេះអ៊ំបាទហើយអ៊ំក៏បានប្រើប្រាស់ពេលវេលារយៈពេល2ខែដើម្បីទទួលយកដី606ហត្តាវិញបើក្នុងករណីដែលអ៊ំមានលុយ127លានបាទចឹងហី បាទ ប៉ុន្តែរយៈពេល2ខែនោះអ៊ំអត់បានមានលុយយកទៅសងគេទេ បាទ អញ្ចឹងថ្ងៃនេះជាសំណូមពរអ៊ំចង់យ៉ាងម៉េចវិញ ជំនុំពរលោកមួយអៃដាមនៅថ្ងៃនេះខ្ញុំចង់ថាអោយគាត់នឹងខ្ញុំសងលុយគាត់ក្នុង127លានគឺប្រាក់ចងការហើយនឹងដើម127លានហើយ55លានជាប្រាក់អីវ៉ាន់របស់គាត់គាត់បូកចេញអស់ហើយគឺខ្ញុំទទួលយល់ព្រមថាសងប៉ុន្តែអោយលោកមួយអៃអាដាមនឹងជួយដោះស្រាយទៅអោយខ្ញុំសងនឹងសងប្រមាណវគ្គដែលត្រូវអោយរួចថ្ងៃនេះដែលខ្ញុំមកដល់លោកមួយអៃអាដាមនេះអញ្ចឹងអ៊ំអាលុយ50លានខ្ចីក្រោយក៏អ៊ំត្រូវធានាសងដែរធានាសងទទួលស្គាល់ទាំងអស់អញ្ចឹង127លានបូកឲ្យ50ណា55លានជាងលោក55លាន 71800លោកគ្រូហ៎55លាន 71800 55លាន 71800 800បូកទៅមិនដឹងប៉ុន្មានទេបូកទៅ183លាន 31800 183ចាប៉ុន្មានទៀត31800លោកគ្រូ183ប្រមាណ31800លោកគ្រូ310,000អញ្ចឹងនៅក្នុងតម្លៃ183លាន31អ៊ំចង់កវលយកការប្រាក់នេះយកលុយនេះមកសងគេវិញហើយអ៊ំយកដី6ហាត់វិញបាទតើអ៊ំមានលទ្ធភាពអីដើម្បីសងលុយគេវិញបើអ៊ំអត់មានលទ្ធភាពផងអ៊ំត្រូវបានចំណូលពីណាខ្ញុំបើឧទាហរណ៍ថាខ្ញុំសងលុយនេះក្នុង183លានប្រមាណនេះគឺខ្ញុំទទួលធានាថាសងជំពាក់គាត់មានប៉ុន្តែពេលនេះគឺខ្ញុំអាចយកដីនឹងមកដើម្បីទៅដោះស្រាយបន្តិចបន្តួចគឺសងតាមខ្ញុំអាចសងបានតាមក្នុងមួយឆ្នាំហ្នឹងត្រូវឲ្យខ្ញុំសងហ្នឹងប្រមាណលានឬក៏ប្រមាណម៉ឺនគឺអនុគ្រោះខ្ញុំបើប៉ុណ្ណឹងខ្ញុំចង់ឲ្យលោកក្មួយដល់ហ្នឹងជួយអនុគ្រោះខ្ញុំគឺការសងដល់រឿងថ្មីមកអានេះចូលដល់រឿងថ្មីរឿងកន្លងមកបងថាជាពាក់វគ្គវិននេះអ៊ំហើយនឹងអាយាងបានដឹងឮទាំងអស់គ្នាហើយណាប៉ុន្តែគាត់បងមុនបញ្ចប់វគ្គទី1បងគាត់ប្រាប់ទេណាអ៊ំបាទរឿងដែលយើងជាពាក់គេត្រូវទៅសងគេបើអត់យើងសុំគេបាទណាអាយាងបើកត់ច្រឡំត្រូវទូទាត់គិតឡើងវិញណាបងគាត់ប្រាប់ទេកុំឲ្យវាជាពាក់កម្មជាពាក់ពីរបស់ដែលប្អូនយកទៅទុកបាទប្អូនចាយមិនអស់របស់នឹងនៅជាតិនេះប្អូននឹងទុកឲ្យកូនតែបើរបស់ដែលប្អូនទុកឲ្យកូននោះជារបស់ល្អប្អូននឹងទទួលបាននៅអ្វីដែលជាល្អតែបើប្អូនទុករបស់មិនល្អកូនប្អូនជាអ្នកទទួលអាណិតវាតោះណាអានឹងបងគាត់ប្រាប់ប៉ុណ្ណឹងទី1ទី2ឥឡូវនេះចូលដល់វគ្គនេះឥឡូវអាយាងវាប្រាប់ថាអ៊ំត្រូវជាពាក់វាគឺ183លាន31,000រៀលណាអ៊ំណាអ៊ំមានគំនិតថាចង់យកដី6ហត្តាមកវិញហើយសុំការសងទៅតាមជំហានមិនអញ្ចឹងណាដើម្បីទុកដីនេះជាគេមរតកសម្រាប់កូនចៅចុះបើសិនជាគេប្រវល់លុយដីនឹងមកឲ្យអ៊ំដីនឹងមកឲ្យអ៊ំស្រាប់តែអ៊ំយកដីនឹងទៅប្រចាំឲ្យអ្នកដតីនោះគេកាត់យកបាត់ទៅតើម្ចាស់លុយគេនេះគេបានអីគេអត់ចាញ់បោកអ៊ំទៀតទេណាអានឹងនិយាយច្បាស់បងនិយាយយ៉ាងត្រូវខុសចាលោកពូចាអញ្ញាធោអញ្ចឹងខ្ញុំត្រូវសិក្សាលើចរិតអ៊ំវិញតើអ៊ំមានល្បិចកិច្ចកលអីជាមួយគេភាពទំនួលខុសត្រូវនិងលទ្ធភាពរបស់អ៊ំនៅពេលនេះតើអ៊ំមានរបៀបម៉េចនៅថ្ងៃនេះគឺលោកមួយអៃដាមព្រោះលុយដែលខ្ញុំជំពាក់183លាននេះគឺខ្ញុំធានាថាសងមានហើយប៉ុន្តែអោយ
លោកក្មួយឯកឧត្តមនឹងជួយរយុទ្ធធរតើឲ្យខ្ញុំសងក្នុងមួយឆ្នាំហ្នឹងប្រមាណលានហើយឬក៏2ឆ្នាំហ្នឹងប្រមាណលាននិយាយឲ្យខ្ញុំក៏ទៅត្រឡប់ទៅវិញហ្នឹងឲ្យកូនចៅទាំងអស់ហ្នឹងដើម្បីសម្រួលដល់ការលុយកាក់ហ្នឹងសងតាមលទ្ធភាពដែលខ្ញុំអាចសងបាន តើលទ្ធភាពរបស់អ៊ំរបៀបម៉េចតើវាពាក់ព័ន្ធជាមួយនឹងការប្រាក់របស់គេនេះតើអ៊ំសងទៅវាសមហេតុផលដែរអត់តើខ្ញុំកំពុងសួរមួយយាងតើនៅក្នុង183លាននេះបើអ៊ំសងតើគេរក្សានៅការប្រាក់ឬក៏គេអត់យកការប្រាក់គេយកតម្លៃមូលដែលគេមានការលើកលែងឲ្យអ៊ំដើម្បីបង់ជាតម្ដាក់កាលអានឹងត្រូវធ្វើម៉េច រឿងលោកក្មួយឯកឧត្តមជួយរកពី ឥឡូវខ្ញុំសួរទៅអាយាងវិញ ចា អាយាង ចា បើសិនជាអ៊ំគាត់អញ្ចឹងបងចង់ឲ្យឯងធ្វើបុណ្យធ្វើទានជាមួយគាត់ខ្លះទៅណាហើយបងឮថាគាត់មានក្រុមគ្រួសាររហូតដល់9នាក់ឯណោះ ចា តើនេះ ចា អញ្ចឹងបងគិតថាឯងក៏មានការរាប់អានជាមួយគាត់យូរហើយ ខ្ញុំរាប់អានទៅយូរហើយលោកពូ អញ្ចឹងឥឡូវបងគិតថាបើសិនជាប្អូនជាអ្នកបុណ្យជាអ្នកទានដែរនៅក្នុងពេលហ្នឹងដែលបងអាចសន្និដ្ឋានថាប្អូនមានចរិតបុណ្យទានឬក៏អត់ណែនៅពេលហ្នឹង ចាលោកពូ បាទឥឡូវបើលុយនេះ183លាននេះណាតើប្អូនអាចផ្ដល់លទ្ធភាពឲ្យគាត់សងជាដំណាក់កាលទេហើយឲ្យដីស្រែនេះបងដើម្បីឲ្យកូនក្មួយនៅក្នុងគ្រួសាររបស់គាត់នេះបង្កបង្កើនផលដើម្បីលើកកម្ពស់ជីវភាពរស់តទៅទៀតលុយនេះប្អូនអាចឲ្យគាត់សងជាដំណាក់កាលរបៀបម៉េចមើលបងចង់សួរឯង លោក ហើយ ពូ បងសុំថា ខ្ញុំ កុំយកការអីព្រោះការយកឆ្អែតហើយ លោកពូខ្ញុំក៏ខ្ញុំអ្នករស់ស៊ីនេះក៏ខ្ញុំយកលុយគេដែរ អា ចាលោកពូខ្ញុំជពាក់គេ400លានជាង អា ខ្ញុំក៏ជពាក់គេដែរដើម្បីយកមករស់ស៊ីគាត់ផងគេផងអ្នកដទៃផ្សេ ឥ ង ឡូវ ទៀត តើ ចា ឥឡូវរឿង ដល់ ផ្សេង ពេល កុំនិយាយស្មុគស្មាញនិយាយតែរឿងជាមួយបងប៉ុណ្្នឹងមក ខ្ញុំអត់ព្រមទេព្រោះខ្ញុំទុកលទ្ធភាពគាត់សុំខ្ញុំ2ខែហើយគាត់ទុកខ្ញុំក៏ទុកលទ្ធភាពឲ្យគាត់សងខ្ញុំដែរអញ្ចឹងណាលោក បង ពូ គាត់តែប្រាប់ឯងទេ ចា ណាឯងផ្ដល់លទ្ធភាពឲ្យគាត់ក៏ឯងបានមើលកម្លាំងគាត់ដែរកម្លាំងគាត់តើគាត់មានលទ្ធភាពដែរឬក៏អត់អញ្ចឹងហើយបានអាជ្ញាធរស្រុកឯងត្រូវមើលថាតើពុកម៉ែកូនក្មួយយើងនៅក្នុងស្រុកអ្នកណាក្រអ្នកណាមានតើលឿនលទ្ធភាពគាត់នោះគាត់បានដើរប្រមាណជំហានឯងក៏ត្រូវគិតដែរពេលនោះបើសិនជាឯងដាក់រយៈពេល2ខែជីវភាពរបស់គាត់ដែលគាត់ជាកសិករនោះគាត់ពឹងផ្អែកទៅលើស្រែទៅលើមេឃនោះហើយគាត់អត់មានចំណូលឯងដាក់2ខែក្នុងរយៈពេលរដូវប្រាំងតើគាត់ទៅរកឲ្យបានវាដូចទេគាត់សុំមែនប៉ុន្តែពេលខ្លះកម្រិតនៃការយល់ដឹងរបស់គាត់ក៏ត្រូវពឹងផ្អែកលើឯងដែរជាឪពុកម្ដាយឯងមិនមែនចិត្តតែជំរុញគាត់ទេអានឹងត្រូវគិតឯងត្រូវគិតរឿងបញ្ហាហ្នឹងត្រូវគិតថាឥឡូវលោកតាគាត់ជាកសិករគាត់ពឹងផ្អែកទៅលើស្រែពេកទៅលើមេឃហើយបើដាក់2ខែចន្លោះខែ2ទៅខែ4ខែនឹងមានធ្វើស្រែណាមិនមែនចន្លោះខែ10ខែ12ណាត្រូវរដូវច្រូតឯងត្រូវគិតបញ្ហាហ្នឹងណាហើយដល់ដាក់អញ្ចឹងដូចអានេះដដែលហ្នឹងហើយចាំបាច់ដោះធ្វើស្អីចាំបាច់ទៅដាក់ខែថ្ងៃឯងមកអំពូលយកតម្រងទៅមិនស្រួលអារឿងមិននៅកន្លែងហ្នឹងណារឿងមិននៅកន្លែងហ្នឹងចឹងមិនថាដោះរឿងត្រូវវិភាគឲ្យល្អិតល្អន់ឲ្យគ្រប់ជ្រុងជ្រោយទាំងអស់ជាពិសេសគឺអាជ្ញាធរក្នុងនាមជាម៉ែជាឪណាពេលខ្លះកូនក្មួយយើងយកបានទៅឲ្យនាំគ្នាទៅឲ្យយើងបញ្ជាក់ណាពាក្យពេចន៍ខ្លះនិយាយដើម្បីចង់ឲ្យតែគេបញ្ជាក់ឲ្យគេផ្ដិតមេដៃឲ្យមានចេតនាបោកគេក៏មានធ្វើម៉េចឲ្យបានមេដៃគេសិនគេផ្ទេឲ្យដល់ហើយចាំរឿងផ្សេងរឿងនេះបងដោះច្រើនណាស់អារឿងហ្នឹងអាបោកគ្នាហ្នឹងអាបោកចិត្តគ្នាហ្នឹងណាអា2ខែដាក់2ខែឲ្យហើយគាត់ជាប្រជាកសិករលោកបកបង្កើនខលបើខែ10ខែ12បងមានទៅថាអីអាហ្នឹងខែគាត់ច្រូតដល់ពេលខែ2ទៅខែ4ដាក់ស្អីអាខែប្រាំងហ្នឹងខែហ្នឹងខែរកខ្យងរកកែបតើណារកត្រីរកសាច់តើហើយទៅរកអីបានគាត់ទៅរកអីបានសម្រាប់មកឲ្យណាបងអត់ឯកភាពទេរឿងបញ្ហាហ្នឹងត្រូវគិតឯងគាត់ព្រមគ្នាគាត់ឯងម៉ែឪឯងមិនចេះគិតរឿងទៅបញ្ហាហ្នឹងរឿងអីកូនមកនិយាយមកôngគឺថាសម្លេងតែគាត់និយាយគ្នាតាមទូរស័ព្ទគឺគាត់ពិតជាទទួលស្គាល់ថាស្ដីហ្នឹងគឺគាត់ឲ្យចំណេះហើយពេលដែលគាត់ត្រូវទិញវិញគឺគាត់សុំទិញកន្លែងដើរសុំអាចឲ្យដាក់
ស្ដាប់បាន ទិញតម្លៃដើម ទិញតែ តាមហាញឆេង អញ្ចឹងអ៊ំមានបានជាប់ពាក្យជាប់សម្ដីនៅក្នុងនឹងទេ បាទគ្រប់ ហាញឆេងលោកពូ លោកក្មួយឯកឧត្តមកាលហ្នឹង អង្គុយទៅកូនអង្គុយទៅ គាត់ទេទៅខ្ញុំចំនួនប្រហែលជាម៉ោង8 10 យប់ទេហើយទៅទៀតខ្ញុំមិនដឹងជាលេខណាខ្ញុំលើកទៅលេខគាត់ហើយគាត់និយាយក្នុងរឿងរ៉ាវអស់ហ្នឹងទៅខ្ញុំដំបងគឺមិនត្រូវគ្នាទេគឺបកកាយគ្នាបណ្ដោយដល់មកនិយាយនៅចុងក្រោយគឺខ្ញុំថាខ្ញុំដីនេះកាត់វាខ្ញុំហើយខ្ញុំអត់មានបកកាយទេហើយចំនួនដែលលុយកាក់ខ្ញុំជំពាក់ទាំងប៉ុន្មានជំពាក់ប៉ុន្មានគឺឲ្យខ្ញុំសងតាមលទ្ធភាពខ្ញុំមានទៅ ឥឡូវបានអ៊ំអញ្ចេះអាយាង ចា ឥឡូវបងសុំចិត្តឯងណាកុំរស់តែឯងរស់តែឯងក៏អត់ល្អដែរយើងមានក៏អត់ក៏យើងពិបាកភ្នែកដែរយើងគិតថាអ្នកទាំងអស់គ្នាសិតតែជាគ្រួសារយើងទៅចោះណាការយោគយល់ការសន្តោសប្រណីគ្នាហើយការគោរពស្រឡាញ់គ្នាកន្លងមករហូតមកទល់ថ្ងៃហ្នឹងបងអូនក៏ទទួលបាននៅការប្រាក់មួយចំនួនដែលពីតម្លៃញើសឈាមគាត់ដែលគាត់ចូលរួមជាមួយបងអូនដែរអញ្ចឹងឥឡូវបងចង់សួរឯងថាឥឡូវលោកតាគាត់មានគំនិតថា183លាននេះគាត់ត្រូវការសងបងអូននៅក្នុងដំណាក់កាលប៉ុន្តែបើសិនជាគំនិតរបស់បងគិតថាដីនេះតើអ៊ំអាចបានទេឲ្យទៅអាយាង3ហាត់ទៅគិតលុយអាយាង3ហាត់ហើយចំពោះនៅ3ហាត់ទៀតនៅក្នុងតម្លៃលុយ3ហាត់នេះអ៊ំសងជាដំណាក់កាលលោកអាជ្ញាធរតើយល់ថាម៉េចដែរលោកជាវាយស្រុកខ្ញុំពីមុនមកក៏ខ្ញុំសុំអញ្ចឹងដែរលោកពូតែគាត់អត់ព្រមខ្ញុំសុំឲ្យចែកពាក់កណ្ដាល អត់ទេឥឡូវរឿងព្រមមកដល់បងធ្វើថ្ងៃនេះបងត្រូវគិតហើយព្រោះអ៊ំភាពត្រឹមត្រូវភាពទៀងត្រង់របស់គាត់ប៉ុណ្ណាក៏បងវាស់បានរួចហើយចាបាទហើយកម្រិតនៃការចង់បានរបស់អ៊ំថ្ងៃហ្នឹងអ៊ំមានបញ្ហាប្រឈមអីក៏ខ្ញុំវាស់បានដែរខ្ញុំវាស់បានដឹងទៀតឯងត្រឹមត្រូវទៀងត្រង់ប៉ុណ្ណាគុណធម៌ប៉ុណ្ណាក្នុងពេលហ្នឹងក៏បងវាស់បានដែរអ្វីដែលបងនិយាយទៅសិតតែជាការវាស់បងដឹងទាំងអស់ហើយដើម្បីបងប៉ាន់ស្មានហើយនឹងដើម្បីបញ្ចប់បញ្ហានេះតើអ៊ំអាចបានទេដី6ហាត់នេះបើផ្អែកទៅលើក្មួយប្រុសវាបានបញ្ជាក់អំបញ្ញមិញគឺមាននៅក្នុងខលទុកនៅក្នុងសម្លេងអ៊ំប៉ុន្តែខ្ញុំគិតថាយោងទៅលើស្ថានភាពជាមួយនឹងគ្រួសាររបស់យើងដោយសារគ្រួសាររបស់អ៊ំមានកូន9នាក់ហើយខ្ញុំគិតថាកូនក្មួយរបស់ខ្ញុំប្រហែលជាក៏វាអត់មានអីធ្វើដែរអញ្ចឹងខ្ញុំអាចចែកពីអាយាងណាបាទអាយាងហើយអាចយក3ហាត់ក៏បានយក2ហាត់ក៏បានដែរលោកពូចំនួនដីនៅក្នុងกระดาษហ្នឹងអាចចែកជា2បានលោកពូចំពោះនៅមុខផ្ទះគាត់ហ្នឹងមួយចំណែកហ្នឹងស្មើនឹង5ចំណែកទៀត5กระดาษទៀតលោកពូបងចង់សួរទាំងអស់ដីហ្នឹង6ដុំចាលោកពូ6ដុំណា6ដុំហ្នឹងវាស្មើនឹង6ហាត់នេះกระดาษនេះបងមើលនេះបូកទៅដូចជា7ហាត់ 9A 7ហាត់ 9A ចាឥឡូវបងចំពោះមុខផ្ទះគាត់ហ្នឹងគាត់ទៅសេឲ្យខ្ញុំចំនួន3ហាត់ 43A ឥឡូវបងសុំចេះបានទេឥឡូវចេះចោះបងគិតថានេះទៅអ៊ំអាចទទួលយកដីដែលនៅសល់ទាំងប្រមាណក្រោយពីផ្ដល់ឲ្យអាយាង3ហាត់ហើយចំពោះដីទាំងអស់បើសិនជា79ហាត់នេះ7ហាត់9នេះណាយកមកចែកជាមួយនឹង183លាន31ម៉ឺនណាវាឃើញចំនួនក្នុងមហត្តាប្រមាណរៀលតើណាអញ្ចឹងបើអាយាងវាយក3ហាត់គុណនឹងចំនួនប្រមាណដកឡើងប៉ុណ្ណឹងសល់ប្រមាណអ៊ំត្រូវតែរិះរោមធ្យោបាយក្នុងដំណាក់កាលដែលត្រូវសងគេលោកជាបាយស្រុកមិនដែរឥឡូវបងគិតថាអញ្ចឹងព្រោះអ្វីដែលគេបានជួយអ៊ំអ្វីដែលអ៊ំបានតាក់ទងគ្នារឿងមកកុំឲ្យវាដាច់ជាមួយមនោសញ្ចេតនានឹងអីណាដីនេះបើអាយាងវានិយាយដែលវាទទួលពីអ៊ំគឺវាបានវាស់វែង7ហាត់90 7ហាត់ 9A លោកពូ7ហាត់90ហ្នឹងហើយចា7ហាត់
ចឹងបងសូមឲ្យយាងឯងទុកដីនេះតែ3ហាត់បានហើយណា3ហាត់ទៅរួចហើយប្អូនគុណលុយយកតោះណាកាត់កងលុយពីតាវិញ3ហាត់ហ្នឹងណាឧបមាថាមើលចែកតិចមើលអ្នកណាចែកឲ្យបងតិចមក183លានចែកនឹង7.9ស្មើប្រមាណគ្រួសារយើងទេអូនកុំទៅចង់បានទៅអីហ៎មួយហាត់ស្មើនឹង23លាន20ម៉ាន21ហាត់កុំអាង21មួយហាត់ស្មើ23លាន20ម៉ឺនណា3000ទៅមកអំពូលទេអញ្ចឹងវាត្រូវបើអានេះវាយកវាស្មើនឹងគុណនឹង3វាស្មើនឹងគិតលេខមូលថា70លានចោះណាមិនចឹងគិតថា70គិតលេខមូល70វានៅសល់113លានដែលអ៊ំត្រូវសងគេអញ្ចឹងដីស្រែបើសិនជាអាយាងវានេះអាយាងយក3ហាត់ទៅបាទរួចហើយអ៊ំត្រូវសងលុយគេតើអាយាងឯងយល់ព្រមទេបងសួរអាចជួយការងារនឹងបានទេបើឥឡូវដីនឹងបកគលនឹងគឺបកគលឲ្យខ្ញុំដាច់បណ្ដោយបងឲ្យគេបងអត់ទេរឿងអញ្ចឹងបាត់បងធ្វើថ្ងៃហ្នឹងឲ្យស្រាច់ចាដើម្បីបងជាកាដូសងដល់បងអូនវិញបងឲ្យជំនាញសូយ៉ាដីឲ្យលោកតាផ្ដិតមេដាយធ្វើប្លង់រឹងឲ្យបងអូនចាឲ្យខ្ញុំក្នុង3ហាត់ដែលលោកតាបានលក់ដូរឲ្យបងអូនពិតប្រាកដលោកពូចែកតែកណ្ដាលអញ្ញាធរស្ដាប់ហ្នឹងឲ្យបងអូនពុះចែកឲ្យដោយគាត់ផ្ដិតមេដាយត្រឹមត្រូវឲ្យបងអូនក្នុង3ហាត់ចាអញ្ចឹងគាត់យកមុខផ្ទះក៏បានឲ្យគាត់យក5ចំណាយទៀតក៏បានអញ្ចឹងអានឹងបងចង់ឲ្យពិភាក្សាគ្នានៅពេលហ្នឹងគាត់ឥឡូវបងឲ្យដឹងពីជីចំនួនឲ្យហើយចាលោកតាយល់ព្រមទេខ្ញុំយល់ព្រមលោកមួយឯកឧត្តមប៉ុន្តែដីទាំងអស់ដែលថា7ហាត់នោះកាលណាដែលវាវាចាយគ្នាគឺយើងទាំងអស់គ្នាហ្មងខាងគាត់នឹងយក3ហាត់ត្រឹមណាគឺខ្ញុំវាស់ឲ្យគ្រប់3ហាត់ត្រឹមហ្នឹងបាទសល់ប្រមាណគឺជារបស់ផងខ្ញុំហើយប៉ុន្តែដីនឹងមិនទាន់ដីនឹងពិតប្រាកដទេនៅឡើយទេគាត់ថាតាមគាត់ទេខ្ញុំវារៀបជូនអ៊ំណារឿងនេះអ៊ំត្រូវមានភាពទំនួលខុសត្រូវជាមួយខ្ញុំហើយនឹងអាជ្ញាធរត្រូវដឹងទី1គឺខ្ញុំសូមឲ្យឥឡូវសូមចិត្តអាយាងវាបានឥឡូវអាយាងបងអូនយក3ហាត់តោះនេះបងអូនយក3ហាត់ពីចំណែករបស់លោកតា7ហាត់90នេះណាមកកន្លែងផ្សេងគ្នាកាលណាកាត់តែ3ហាត់សុទ្ធអញ្ចឹងវាដាច់ដីលោកពូអត់ស្មើគ្នាទេឥឡូវបងអត់ដឹងទេណាបងត្រូវគិតណាបងត្រូវគិតថាឥឡូវលោកតាវាស់ជាក់ស្ដែងបើសិនជា3ហាត់ឬក៏3ហាត់កន្លះត្រូវយករូបមន្តគុណជាមួយនឹង23លាន20ម៉ឺនក្នុងមហាតាវា23លាន20ម៉ឺនតើណា23លាន20ម៉ឺនគុណតាមឯកតានឹងទៅបើសិនជាវាស់ទៅអាលៀងវាចូលអូនឯងចូលបាន3ហាត់កន្លះគុណនឹង23លាន20ម៉ឺនទៅតើណាកាត់កងជាមួយនឹងតាតើរួចហើយត្រូវធ្វើប្លង់ឲ្យប្អូនដោយមានការស្នាមមេដៃជាមួយសូយ៉ាដីស្រុកមកទេអូអានេះវាជាប់ធ្វើនៅនោះហើយនៅដីសំទានគុំកិច្ចហើយអញ្ចឹងអាជ្ញាធរត្រូវដឹងឯណាមេឃុំឡៃឬក៏អ៊ំមេឃុំបាទអ៊ំមេឃុំអ៊ំតននេះខ្ញុំនិយាយហើយយកបុកការនេះទៅដើម្បីបញ្ចប់សំណុំរឿងនេះតើលោកតាយល់ព្រមទេខ្ញុំកាត់ក្តីអញ្ចឹងខ្ញុំយល់ព្រមលោកក្មួយឯដំបាទឥឡូវជំហានទី1ខ្ញុំគិតចឹងសិនណាជំហានទី1គឺដីនេះគឺត្រូវបែងចែកអញ្ចឹងតោះនេះអ៊ំបាទម្ចាស់លុយអាលៀងគឺត្រូវទទួលបាន3ហាត់ឬក៏3ហាត់ជាងតាមទំហំដីជាក់ស្ដែងដែលត្រូវវាស់កុំឲ្យវាដាច់ដោតតោះនេះប៉ុន្តែនៅក្នុងនឹងគុណនឹង23លាន20ម៉ឺនក្នុងមួយហាត់តាតើនេះណាបងប្រាប់ណាអញ្ចឹងឃើញទំហំប្រមាណហើយអាលៀងត្រូវយកឲ្យ3ហាត់ឬក៏3ហាត់ជាងនៅក្នុងទីតាំងជាក់ស្ដែងវាស់ទៅកុំឲ្យកាត់ទៅកុំឲ្យវាខូចទ្រង់ទ្រីដីតើនេះបាទអញ្ចឹងពេលដែលវាស់អញ្ចឹងហើយណាលៀងប្អូនឲ្យតាគាត់ត្រូវប្រឌិតមេដៃនៅក្នុងពេលវេទាំងអស់
បំពេញលក្ខខណ្ឌក្នុងការធ្វើប្លង់រឹងជូនបងអូន ចា តោះនេះអាញាធរចាំ ចាលោកពូ បាទត្រូវធ្វើប្លង់រឹងជូនបង ចា អូន ចា នេះជំហានទី1ឥឡូវជំហានទី1នេះបានឯកភាពគ្នាទេអ៊ំ បាទ បានឯកភាពខ្ញុំចូលដល់ជំហាន2ជំហាន2ឥឡូវខ្ញុំឧទាហរណ៍ថាអាលៀងវាយក3ហាត់នេះវាស្មើនឹង70លានឧទាហរណ៍នេះណាតម្លៃនឹងវាអាចរេឡើងអាចអាលៀងវាអាច3ហាត់ឬក៏3ហាត់កន្លះជាក់ស្ដែងតោះនេះអញ្ចឹងលុយដែលសល់ពីការកាត់កងនៃលក់ទិញ3ហាត់នេះនៅសល់ប្រមាណខ្ញុំគិតលេខមូលថានៅសល់113លានអញ្ចឹង113លាននេះអ៊ំត្រូវសងអាលៀងនៅក្នុងដំណាក់កាលប្រមាណដងអាលៀងឯងទៀមទារបៀបម៉េចបងសុំសួរបងសួរម្ចាស់លុយសិន ខ្ញុំលោកពូខ្ញុំចង់ឲ្យគាត់សងឲ្យខ្ញុំតែម្ដងទៅព្រោះថ្ងៃដែលខ្ញុំសុំគាត់ធ្វើសម្បត្តិជួលខ្ញុំប្រាប់យាយលោកអ៊ំ ឥឡូវបងកាត់សិនបងកាត់ឯងសិនអ៊ំតើលទ្ធភាពកូនក្មួយរបស់អ៊ំកូនរបស់អ៊ំទាំង9នាក់តើអាចមានលទ្ធភាពសងបញ្ចប់នៅតម្លៃលុយដែលនៅសល់នេះបានដែរឬក៏អត់ សូមគោរពលោកមួយឯកឧត្តមកូនខ្ញុំដែលមានចង់9នាក់នេះសុទ្ធតែនេះអត់មានស្រ័យទាំងអស់អត់មានលទ្ធភាពអាចជួយខ្ញុំបានទេមានតែខ្ញុំហើយកូនម្នាក់ហ្នឹងសុទ្ធតែក្រដីចំណែកដីអស់ហ្នឹងគឺអត់ទាន់បានចែកកូនតាំងតិចទេហើយខ្ញុំគ្រាន់តែអោយតែមានលទ្ធភាពប៉ុណ្ណឹងខ្ញុំធ្វើស្រែបានដើម្បីលក់ទៅសងគាត់តាមដំណាក់កាលខ្ញុំសង្ឃឹមតែរឿងស្រែទេលោកក្មួយអត់មានលបអីជំនួយជួយប្រែអីទេហើយដល់ឆ្នាំនេះខែនេះអត់ទាន់បានធ្វើផង វាឆ្ងាយពីទឹកឯស្រែហ្នឹងហ่ะ បាទលោកក្មួយ ឆ្ងាយពីទឹកអីស្រែហ្នឹង ស្រែឆ្ងាយលោកក្មួយទឹកប្រហែលជា3គីឡូពី ទឹក ស្ទឹ អ ង ត់ ទៅ ដល់ទេហី ពីស្ទឹងស្ពានដែកទៅ ទឹកអត់ដល់ទេហី អត់ទេលោកក្មួយបូមបញ្ចេញពីស្ទឹង ឥឡូវបើសិនជាកំណត់អ៊ំត្រូវសងអាលៀងវាអាលៀងបើសិនជាគាត់អត់មានលទ្ធភាពឯងទាយ៉ាងម៉េចក៏វាអត់ចេញដែរឥឡូវឯងចង់ផ្ដល់លទ្ធភាពរបៀបម៉េចមើលបងស៊ូ ខ្ញុំផ្ដល់លទ្ធភាពដូចគាត់នេះអញ្ចឹងដឹងគាត់ចង់បានមិនលោកពូបើ ឥឡូវអ៊ំចង់បានរបៀបម៉េចដើម្បីឲ្យអាលៀងវាស្រួលថ្លឹងថ្លែងមើល ហ្នឹងហើយខ្ញុំថ្លឹងមិនបានបើអញ្ចឹង ឥឡូវអ៊ំមើលឥឡូវអ៊ំចង់សងគេរបៀបម៉េចនេះ113លាននេះ 113លាននេះខ្ញុំចង់សងថាសូមឲ្យលោកអ៊ំជួយដោះស្រាយខ្ញុំសង3ដំណាក់កាល 3ដំណាក់កាល បាទ អាចទទួលយកបានទេអាលៀងបងគិតថាសមល្មម 3 លើកលើកទី1អ៊ំសងប្រមាណ ដូចឧទាហរណ៍ថាឆ្នាំនេះឬក៏ឆ្នាំក្រោយឬប្រហែលខែខ្ញុំត្រូវសងបែងចែកជាលុយនៅសល់ទាំងប្រហែលខ្ញុំបែងចែកជា3ចំណែកក្នុងការត្រូវសង ហើយ3ដំណាក់កាលហ្នឹងអ៊ំនិយាយច្បាស់តែ3ដំណាក់កាលហ្នឹងយ៉ាងម៉េចព្រមមួយឆ្នាំធ្វើ2រដូវអញ្ចឹងលោកពូ មួយឆ្នាំអ៊ំធ្វើ2រដូវកន្លែងហ្នឹងណា 2ដងលោកពូឆ្នាំធ្វើ2ដង ឥឡូវបងសួរសិនឥឡូវចេះតោះឥឡូវខ្ញុំចង់ជម្រាបសួរអ៊ំថាតើអ៊ំសងក្នុងមួយឆ្នាំប្រមាណវិញអ៊ំសងក្នុងមួយឆ្នាំប្រមាណ ក្នុងមួយឆ្នាំខ្ញុំឧទាហរណ៍លុយនឹងលោកមួយឲ្យដំប្រមាណនៅសល់ប្រមាណ នៅសល់113លានគិតលេខ 113លាន វាលៀងខុសត្រូវជាងហ្នឹងបើសិនជាអាលៀងវាយក3ហាត់កន្លះវាថយណាតែបើសិនជាវាយក3ហាត់វានៅប៉ុណ្ណឹងឬក៏លើសជាងហ្នឹងគឺវាលើសជាងហ្នឹងណាតាមជាក់ស្ដែង បាទ តែសួរប៉ាឯងអ្នកទូត្រូវតែមិនឯងផងមើលអ៊ំប្រុស ខ្ញុំសុំសងមួយឆ្នាំ20លានដូចកូនមានគំនិតព្រោះកូនវាជួយខ្ញុំព្រោះខ្ញុំគ្មានកម្លាំងអីនឹងអាចរកដូចវាទេ 20លានវាមួយឆ្នាំ20តោនណាអាលៀង យូរ បើសិនជាចំណាយទៅលើស្រូវវា20តោន លោកពូមួយឆ្នាំ20លានវាយូរលោកពូនៅសល់ច្រើននៅច្រើន5ឆ្នាំ6ឆ្នាំទៀតបបក៏មានដែរ ឥឡូវបងសួរឯងមើលបើសិនជាគាត់អំរែកគាត់វាមកខាង30លីត្រតែឲ្យគាត់រែកដាក់មកខាង50វាមិនរែកបានវាហៀអស់ហើយបើឯងចង់ឲ្យគាត់បើកោតចំណុះគាត់មកខាង30លីត្រហើយដល់ពេលឯងទាគាត់រែក50លីត្រគាត់រែករួចហើយបងសួរតាមត្រូវឲ្យគាត់រែកតែ5 10ទេទុក5 10ទៀតសងខាងឲ្យគាត់ភាសាអាហ្នឹងបានយើងវាមានគុណធម៌ហើយអូនឯងគិតយូរគិតឆាប់មិនលុយវាមានអីសំខាន់ណាឯងក៏មិនទាន់ខ្វះបាយ3ពេលទេបងមើលសាច់ឈាមហ្នឹង លោកពូសាច់ឈាមនេះអត់ខ្វះទេលោកពូតែខ្ញុំក៏ជាពាក់គេដែរ ទៅរឿងជាពាក់មុខឯងគេឲ្យជាពាក់មុខអ៊ំទេដែលគាត់គេមកឲ្យជាពាក់នោះ ឲ្យជាពាក់ដែរនឹងលោកពូ ឥឡូវទៅឥឡូវជឿបងតោះ ចាឥ
ឥឡូវចេះទៅខ្ញុំសុំសំណូមពរមួយម៉ាត់ទៅក្នុងមួយឆ្នាំឲ្យគាត់សងខ្ញុំ30 លានទៅដាក់ប៉ុណ្្នឹងទៅ30 លានក្នុងមួយ ឆ្នាំព្រោះមានច្រើនដែរលោកគ្រូចារយៈពេល3ឆ្នាំហើយអ៊ំអាចទៅរួចទេ ចា ឥឡូវចេះចោះជាគំនិតរបស់បងឯណា ចា អាញាធរក្រោយពីមានការបញ្ចប់ហើយបងអូនត្រូវធ្វើកិច្ចសន្យាសាស្ត្រជាមួយតើនេះក្រែងលើលោកតាគាត់អាចយកនេះយកដីហ្នឹងទៅដាក់មីក្រូហិរញ្ញវត្ថុឯកជនអាចខ្ចីលុយខ្ចីកាក់មកទិញត្រាក់ទ័រត្រាក់អីណាអាចកូនគាត់ពេញកម្លាំងហ្នឹងភ្ជួរអីចឹងទៅស៊ីឈ្នួលស៊ីអីភ្ជួរគេបានចំណូលក្រៅមកអាចទប់បាន ចា បើ 30 លានរយៈពេលប្រហែលឆ្នាំ 4 ឆ្នាំ ចាថា4ឆ្នាំ 4 ឆ្នាំ ចា ឯងរត់រួចទេបងប្រុសលោកតាហ៎25 លានអញ្ចឹងចេះទៅឲ្យវាស់ដីហ្នឹងឲ្យចូលដល់3ហាត់កន្លះទៅ3ហាត់កន្លះឬក៏3ហាត់90ទៅព្រោះដីនេះវា7ហាត់90អញ្ចឹងទុក4ហាត់សម្រាប់ប្រើប្រាស់ខាងតាមកបើបងស្រីមិញប្រាប់ថា7ហាត់90អត់ទើបបានវាស់ទេបើពេលហ្នឹងលោកក្មួយឲ្យដំគឺឲ្យមេភូមិដើម្បីវាស់វាយដីខ្ញុំទាំងអស់មានប្រមាណកន្លែងវាស់វាយទៅមានប្រមាណហតាអូយ អញ្ចឹងបានថាឥឡូវខ្ញុំថាហើយខ្ញុំថាឥឡូវវាស់ហើយវាស់ទៅប៉ុន្តែត្រូវតែកាត់ឲ្យគេម្ចាស់ដីម្ចាស់លុយ30 3ហាត់បាទមិនអញ្ចឹងបាទណា បាទស្រាប់បាទអញ្ចឹងបងអូនត្រូវចេះណាបើសិនជាដីនឹងវាស់ឃើញប្រមាណយកមកចែកជាមួយនឹង113 លានតើណាដើម្បីយកបទដ្ឋានណាតើនេះដីហ្នឹងនេះ183 លានណាចាតើនេះត្រូវយកដីហ្នឹងមកចែកនឹងចំនួនហាត់ដើម្បីរកមធ្យមភាពក្នុងមួយហាត់តាតើនេះរួចហើយអ្នកណាទទួលបានប្រមាណត្រូវយកតម្លៃឯកតាមួយហាត់តានេះយកមកគុណជាមួយនឹងចំនួនផ្ទៃដីចំនួនហាត់ចេញជាលុយដកណាអញ្ចឹងលុយនេះគឺជាលុយរបស់លោកតាដែលត្រូវសងមកលៀងតើបាទហើយសល់ប្រមាណដីនឹងឲ្យទៅលោកតាហើយលុយសល់ប្រមាណលោកតាត្រូវសងគេអញ្ចឹងឥឡូវយើងគ្រាន់តែគិតទេយកឯកតាគោលមួយតើលោកតាអាលៀងវាទៀមទាត្រូវសងអញ្ចឹងតើវាចែកចេញជាប្រមាណដំណាក់កាលចាបាទ4ដំណាក់កាលហើយមិនអញ្ចឹងបាទអញ្ចឹងខ្ញុំគ្រាន់តែសុំជាគោលអញ្ចឹងដីនេះចែកទៅលុយនេះចែកទៅឃើញប្រមាណគឺយក4ដំណាក់កាលស្មើគ្នាដើម្បីសងគេនៅតាមផែនការឆ្នាំចាចុះសូមយោបល់មួយទៀតចុះបើសិនជាគាត់និយាយចឹងហើយគាត់ព្រមព្រៀងហើយបើគាត់អត់គោរពតាមកិច្ចសន្យាធ្វើមិនលោកពូមានធ្វើម៉េចទុកឲ្យពូអានឹងទុកឲ្យពូម្ដងចុះបើគាត់ព្រមព្រៀងនឹងស្រុកម្ដងហើយគាត់អត់គោរពកិច្ចសន្យាផងឥឡូវបើគាត់ឥឡូវលោកតាមានប្រសាឲ្យគាត់ប្រកាសណាលោកពូចាលោកអ៊ំនិយាយច្បាស់ហើយទៅបាទលោកក្មួយអត់ទេណាអ៊ំយើងជិតដល់ថ្ងៃវិលទៅវិញហើយទុកនៅអ្វីដែលជាគុណប្រយោជន៍ទុកអ្វីដែលជាភាពថ្លៃថ្នូរណាអ៊ំណាភាពត្រឹមត្រូវណាអ៊ំនោះបានជាតម្លៃយើងណាអ៊ំណាបាទលើកនេះខ្ញុំគិតថាលោកអភិបាលស្រុកលោកដោះប៉ុន្តែនៅសេសសល់រឿងខ្លះដែលខ្ញុំត្រូវបញ្ចប់ជូនអ៊ំណាអញ្ចឹងបើខ្ញុំដោះជូនអ៊ំចប់ហើយអ៊ំអត់មានវិលវល់ទៅណាទៀតទេឥឡូវធ្វើការសម្រេចចិត្តឲ្យច្បាស់បាទហើយបើសិនជាអ៊ំវិលវល់ចុះឡើងអ៊ំនឹងខាតបង់ប្រយោជន៍លើសនេះតទៅទៀតទីនេះខ្ញុំដោះជូនក្នុងឋានៈជាកូនជាប្អូនជាចៅនៅក្នុងគ្រួសារយើងណាអ៊ំណាបាទខ្ញុំអាចបញ្ជាទៅគ្រប់ជំនាញទាំងអស់ឲ្យធ្វើការជូនអ៊ំបានតើទេបាទអញ្ចឹងអ៊ំឯកភាពណាបាទខ្ញុំលោកពូខ្ញុំសូមយោបល់មួយទៀតចុះជីវិតមនុស្សមើលអត់ឃើញទេចុះថ្ងៃក្រោយទៅបើសិនជាអត់ពីគាត់ត្រូវឲ្យកូនសងចំនួនឬមួយយ៉ាងម៉េចឧទាហរណ៍ថាមនុស្សយើងមើលអត់ឃើញទេលោកពូបងនឹងឲ្យអាជ្ញាធរស្រុកគេចងនៅក្នុងចំនួនផ្ទៃដីប្រមាណហាត់នេះគឺបញ្ជាក់ពីការជំពាក់ប្អូនតើនេះសងអ្នកណាគ្រប់គ្រងដីនឹងត្រូវសងទាល់តែអស់នៅតម្លៃលុយប្អូនតើនេះបងណាអានឹងអញ្ចឹងមិនមែនថាលោកតាជាអ្នកសងទេលោកតាចាស់ទៅលោកតាធ្វើអីលែងកើតកូនត្រូវសងវាអត់សងមិនមែនអញ្ចឹងទេណាខ្ញុំគ្រាន់តែចង់គឺនៅក្នុងចំនួនលុយរបស់ប្អូនប្រមាណដែលនៅសេសសល់គឺវាស្មើនឹងដីប៉ុណ្ណឹងដែលជាពាក់លុយប្អូនអញ្ចឹងដីនឹងត្រូវសងប្អូនរហូតដល់ចប់បានដីនឹងមានតម្លៃណាតើនេះអានឹងបងចង់ច្បាស់អញ្ចឹងតើនេះអ៊ំបាទឯងមានរឿងអីខ្ញុំសូមលោកពូលោកពុកដីនៅមុខផ្ទះ3ហាត់ជាងជួបគ្នាតែកូនសុំមុខផ្ទះ
mà hạt cột vô pi hạt ai cột chuột lại nào mà cả một tiếng អញ្ចេះអា បាយ លៀង ដដែលហ្នឹង អាលៀងឯងចាំ ចា បងអូនត្រូវយកដីតាណាដែលនៅក្នុងកម្រិតដីដែលបងអូនមិនអាចយកបងអូនប្រើប្រាស់ណាប៉ុន្តែគាត់ថាឲ្យដីតាណាដែលមានលក្ខណៈងាយស្រួលក្នុងការប្រកបមុខរបរឲ្យទៅក្រាន ឥឡូ ទៅ វលោកពូដូចខ្ញុំជម្រាបលោកពូអញ្ចឹងព្រោះกระดาษហ្នឹងមាន5ចំណែកទៀតមានមួយបែកពាក់កណ្ដាលលោកពូអញ្ចឹងនៅមុខផ្ទះគាត់ហ្នឹងពាក់កណ្ដាលអញ្ចឹងឲ្យគាត់យកមុខផ្ទះហ្នឹងទៅផុតពីហ្នឹងគឺឲ្យមកខ្ញុំក៏បានដែរអញ្ចឹងលោកពូ លោកតាយល់ថាម៉េច ចា ខ្ញុំយល់ថាវាអាចឯកភាពហើយប៉ុន្តែចំនួនសាច់ដីការអោយវិភូមិនៅការវាស់វាញផ្ទៃដីខ្ញុំទាំងអស់នៅមុខផ្ទះហ្នឹងតើវាមានប្រមាណថាវាស់ដោយការត្រឹមត្រូវ ឥឡូវចេះបានហើយខ្ញុំកាត់ប្រសាសន៍លោកតាចោះខ្ញុំយល់ ចា កន្លែងណាដែលយើងអាចប្រងព្រៀងគ្នាពុះពាក់កណ្ដាលទៅបើថាខាងមុខផ្ទះហ្នឹងមាន3ហាត់ខាងនេះចង់បានប៉ុន្មានហាត់ហ៎មួយហាត់នៅសល់ប្រមាណឲ្យតែលៀងទៅហើយវាស់ប្រគ្រប់ឲ្យលៀងទៀតទៅយក2 3ដុំទៅព្រោះដីហ្នឹង6ដុំនោះណា ចា អញ្ចឹងទៅមានកន្លែងនេះកន្លែងនោះកន្លែងនេះកន្លែងនោះទៅកុំយកដុំព្រោះកន្លែងខ្លះទៅលើវាជាប់ទឹកកន្លែងខ្លះអីចឹងទៅវាធ្វើឲ្យយើងមានការចង់បានរៀងខ្លួនតោះនេះ ចាលោកពូ ឥឡូវបងសរុបត្រឹមប៉ុណ្្នឹងតោះនេះអោ ចា បាទស្រាប់ទាន់ប៉ុ អ ន្ ញ្ញា តែ ធរ ដី ធ្វើសំណុំរឿងហ្នឹងឲ្យច្បាស់លាស់ណាឲ្យដាក់ឲ្យច្បាស់លាស់ចងឲ្យច្បាស់លាស់តោះនេះឥឡូវអ៊ំឯកភាពទេនៅដំណោះស្រាយរបស់ខ្ញុំ បាទ ដោមណា ភាព អាលៀង ចាខ្ញុំឯកភាពលោកពូ បានហើយចឹង ចាលោកពូ អញ្ចឹងអញ្ញាធរឃុំបានកត់នៅអ្វីដែលជាការព្រមព្រៀងហ្នឹងហើយរាល់ការងារដែលបងបានដោះហ្នឹងហើយនៅចប់ហើយណាយកទៅអនុវត្តណាហើយធ្វើឲ្យបានតាមហ្នឹងណាម៉ងបាទកិច្ចសន្យាត្រូវមានមេភូមិមេឃុំលោកអភិបាលស្រុកតោះនេះហើយចំពោះការវាស់វែងត្រូវកំណត់ឲ្យច្បាស់ក្រោយពីការព្រមព្រៀងគ្នានៅចំណាយអាលៀងយកប្រមាណហើយរៀបចំបានឲ្យគាត់ទៅណាចំណែកតាកានេះគាត់ត្រៀមរៀបចំបានឲ្យគាត់ប៉ុន្តែដីហ្នឹងគឺជាប់បំណុលជាពាក់លុយអានេះណារហូតដល់សងរួចបានដីហ្នឹងអាចប្រើប្រាស់ប្រវត្តិច្រឡំយកដីហ្នឹងទៅលក់ឲ្យគេណាមេឃុំចាំតិចយកដីហ្នឹងទៅលក់ឬក៏ទៅប្រចាំទៅអីធនាគារអត់ទេណាតើមានការឯកភាពគ្នាសិនណាតោះនេះបងធ្វើបងដោះប៉ុណ្្នឹងព្រមនៅ ចាព្រម បាទព្រមទេអ៊ំ ព្រម បានហើយចឹងចប់ ចាចាលោកពូ បាទ